Sư phơ Trung ngữ Campuchiaនិពន្ធដោយ Marie Alexandrine Matang ប្រែសម្រួលដោយ TKU សេចក្តីផ្ដើមប្រទេសមួយដែលលើកដំកើងអាទិទេពតាមភូមិសាស្ត្រប្រទេសដែលស្ថិតនៅចន្លោះប្រទេសឥណ្ឌានិងប្រទេសចិននិងប្រទេសដែលមានស្លាកស្នាមផ្នែកវប្បធម៌គឺប្រទេសកម្ពុជាជាប្រទេសមួយដែលមានចំណាស់ជាងគេនិងមានមុនគេបង្អស់នៅក្នុងចំណោមប្រទេសទាំង4នៅឧបទ្វីបឥណ្ឌូចិនប្រទេសកម្ពុជាជាមួយនឹងការនេសាទតាមសមុទ្រដែលមិនអាចរំលងបានត្រូវបានចាត់ថ្នាក់នៅក្នុងចំណោមប្រទេសដែលមានត្រីច្រើនជាងគេនៅក្នុងពិភពលោកនៅក្នុងឆ្នាំ1970ជនជាតិភាគតិចមួយចំនួនតូចដែលស្នាក់អាស្រ័យនៅក្នុងប្រទេសត្រូវបានកត់សម្គាល់ដោយលក្ខណៈដូចគ្នាខាងផ្នែកភាសានិងវប្បធម៌ប្រជាពលរដ្ឋពី85ទៅ90% និយាយភាសាខ្មែរនិងបប្រតិបត្តិទៅតាមគោលការណ៍ផ្សេងៗរបស់ព្រះពុទ្ធជាម្ចាស់ដែលព្រហ្មវិហារធម៌របស់ព្រះអង្គពិតជាសមស្របតាមជីវភាពរស់នៅរបស់ប្រជាជនខ្មែរជាមួយនឹងទឹកភ្លៀងដែរក្នុងប្រទេសពុំមានអ្នកដែលគ្មានលំនៅឋានទេប្រជាជនម្នាក់គឺជាម្ចាស់កម្មសិទ្ធិអគារមួយភូមិគ្រឹះមួយល្វែងបន្ទប់មួយផ្ទះឈើដ៏ល្អមួយផ្ទះស្បូវឬក៏ផ្ទះកញ្ជ្រែកកញ្ជ្រក់មួយតាមកម្រិតដែលសមហេតុសមផលមួយបញ្ហាសុខភាពបញ្ហាអប់រំនិងនយោបាយទឹកបានរួមបង្កទៅជាអាទិទេពរបស់ប្រទេសជាតិមានទំហំ 1/3 នៃប្រទេសបារាំងដោយមានព្រៃឈើជាង 70% នៃផ្ទៃប្រទេសកម្ពុជាមានប្រជាជនប្រមាណជា11លាននាក់ដែលមិនខ្វាយខ្វល់ពីថ្ងៃស្អែកព្រោះថាអ្វីបើត្រូវបានចាត់ថ្នាក់នៅក្នុងចំណោមប្រទេសឧណាភិវឌ្ឍន៍ដែលមិនទាន់លូតលាស់យ៉ាងណាក៏ដោយក៏ពលរដ្ឋទាំងអស់រួមទាំងអ្នកក្រីក្រផងនោះបានហូបចុកគ្រប់គ្រាន់ទៅតាមការស្រេកឃ្លានរបស់ខ្លួនដែរដោយទទួលមរតកអំពីចក្រភពដ៏រុងរឿងពីរគឺហ្វូណនដែលជាដែនដីសណ្ដោទន្លេមេគង្គបន្ទាប់មកចក្រភពអង្គរដែលចេះទាញយកទឹកមកប្រើប្រាស់ប្រទេសកម្ពុជាបានរួចផុតពីការដោះលែងរបស់អាណានិគមដោយគ្មានខូចខាតដែលផ្ទុយទៅនឹងប្រទេសឡាវនិងប្រទេសវៀតណាមនៅក្បែរខាងពេលដែលសង្គ្រាមស៊ីវិលនៅអមជាប់ជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយនឹងបរទេសព្រះមហាក្សត្រប្រមុខរដ្ឋមានភាពប៉ិនប្រសប់នៅក្នុងការថែរក្សាឲ្យប្រទេសរបស់ព្រះអង្គស្ថិតនៅក្នុងសន្តិភាពមួយរយៈពេលពួកអ្នកទីក្រុងត្រូវបានដាក់ឲ្យកាន់មុខតំណែងអ្វីមួយទៅតាមលក្ខណៈសម្បត្តិជាអ្នករាជការជាមួយនឹងសិទ្ធិត្រឹមត្រូវដូចគ្នាជាមួយនឹងជំនឿដែរនៅពេលដែលពួកគេចូលបួសជាព្រះសង្ឃអ្នកហ៊ានជ្រុលមួយចំនួនតូចដែលរើសយកវិជ្ជាជីវៈសេរីបានប្រកបរបររកស៊ីតូចតាចប្រជាជនសកម្មមួយផ្នែកធំបានចូលធ្វើការនៅតាមមន្ទីរក្រសួងនានាកសិករទាំងឡាយបានធ្វើការទាញយកផលអំពីស្រែអំពករបស់ខ្លួនឬដីល្បប់នៅតាមមាត់ទន្លេពួកអ្នកស្រុកភ្នំដែលគឺជាខ្មែរយើងនៅភាគខាងលិចឬក៏ជនជាតិភាគតិចនៅភាគឦសានបានអនុវត្តការដុតព្រៃធ្វើចម្ការជនជាតិចិននិងចិនកាត់ខ្មែរមួយចំនួនធំដែលគេមិនអាចវាយតម្លៃត្រូវបានស្នាក់អាស្រ័យនៅប្រទេសកម្ពុជាពាសពេញពួកគេបានទាញយកកម្រៃអំពីអ្វីៗទាំងអស់ដោយបានប្រាក់ចំណេញយ៉ាងច្រើនមានដូចជាប្រភពធនធានធម្មជាតិរបស់ប្រទេសភាពងាយជឿនិងសេចក្តីត្រូវការផ្សេងៗរបស់ប្រជាកសិករដែលឥតគំនិតនៅពេលដែលខ្ចីលុយដោយមានការប្រាក់យ៉ាងខ្ពស់ការខ្វះនៅគំនិតផ្ដើមនិងការមិនយកចិត្តទុកដាក់របស់ពួកអ្នកទីក្រុងដោយភាគច្រើននោះចំពោះកិច្ចការជំនួញជាមនុស្សប៉ិនប្រសប់ពូកែវៃឆ្លាតនិងមានសម្បទាពីកំណើតចំពោះការរកស៊ីសុទ្ធស្វែងនៅក្នុងការងារដ៏នៅលំបាកពួកគេកម្រនឹងញញឹមរាក់ទាក់រកអ្នកណាមួយណាប៉ុន្តែគេនៅតែត្រូវការគេនៅតែព្រមទទួលពួកនេះហើយឈានរហូតដល់ទៅភ្ជាប់ចំណងអាពាហ៍ពិពាហ៍ថែមទៀតផងគេក៏អនុញ្ញាតឲ្យពួកនេះមានសាលារៀនផ្ទាល់ខ្លួននិងគោរពដូនតាកុងម៉ាជារៀងរាល់ឆ្នាំដែលបើកឱកាសឲ្យមានបុណ្យដ៏ធំមួយដែលគេហៅថាបុណ្យហែអ្នកតាហើយដែលមានសារៈសំខាន់សម្រាប់សហគមន៍ចិន
ក៏ដូចជាបុណ្យអុំទូកដែលមិនអាចនឹងប្រៀបផ្ទឹមទៅបានសម្រាប់ប្រជាជនខ្មែរផងដែរប្រជាជនវៀតណាមបានរស់នៅដូចជាប្រជាជនមុយស៊ុលម៉ាន់ដែលគឺជាចាមនិងម៉ាឡេប្រហែលជា70000នាក់ជាមួយគ្នាដែលមានវត្តមានរបស់ពួកគេមិនធ្វើឲ្យម្ចាស់ស្រុកចង្អៀតចង្អល់នោះឡើយប៉ុន្តែថាប្រជាជនខ្មែរនៅតែមិនទុកចិត្តទៅលើពួកវៀតណាមជានិច្ចការយកគ្នាជាប្តីប្រពន្ធនេះគឺកម្រមានណាស់ប៉ុន្តែមិនដូច្នោះប្រជាជនវៀតណាមប្រមាណជា450,000នាក់គឺជាអ្នកនេសាទឬសិប្បករបានស្នាក់និងរស់នៅក្នុងប្រជាជាតិចក្រខ្មែរដោយសុខសាន្តផ្ទុយទៅវិញជនជាតិខ្មែរគឺជាជនជាតិញញឹមរស់រាយនៅគ្រប់កលៈទេសៈពួកគេបានសម្ដែងឲ្យឃើញនៅអារម្មណ៍ដែលពោពេញទៅដោយភាពត្រូវរកគ្នាជាមួយនឹងគូសន្ទនារបស់ខ្លួនពួកបារាំងបានដណ្ដើមយកការញញឹមមួយនេះសម្រាប់ការយល់ព្រមនិងសម្ដែងឲ្យដឹងអំពីលក្ខណៈពេទ្យនិយមដ៏ជាក់លាក់មួយដើម្បីធ្វើឲ្យអ្នកទាំងអស់នោះជឿជាក់អំពីអរិយធម៌ដ៏ខ្ពង់ខ្ពស់របស់គេជាឋានសួគ៌មួយរហូតមកដល់ដើមឆ្នាំ1970ពួកបរទេសបាននិយាយអំពីកម្ពុជាថាជាប្រទេសដែលមានភាពខ្ជាយខ្ជានៅក្នុងការស្លៀកពាក់ដែលគួរឲ្យស្រឡាញ់ចូលចិត្តប៉ុន្តែនៅពេលនោះពួកគេនៅតែមិនទាន់ជ្រួតជ្រាបចំពោះបញ្ហានយោបាយនិងការរត់ទៅរបស់សង្គមខ្មែរដោយខ្មែរយើងទាំងអស់ដដែលប៉ុន្តែឋានសួគ៌នេះគ្រាន់តែជារបស់បញ្ឆោតមួយតែប៉ុណ្ណោះចេញពីនេះមនុស្សម្នាក់បានស្រង់យកសុភមង្គលមួយភាគតូចរបស់ខ្លួនដែលមានសភាពខុសគ្នាយ៉ាងខ្លាំងនឹងប្រទេសជិតខាងប៉ុន្តែសន្តិភាពបានស្ថិតនៅមួយរយៈពិតហើយគឺជាសន្តិភាពមួយដែលប្រែក្លាយទៅជាការងាយបែកបាក់ណាស់នៅក្នុងបណ្ដាឆ្នាំចុងក្រោយរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ទាប់មកស្ទើរតែមិនដល់10ឆ្នាំផងកម្ពុជាក៏បានរងនៅមហន្តរាយអំពីយន្តហោះទម្លាក់គ្រាប់បែកយក្សរបស់អាមេរិកពួកឃាតករដែលមិនចេះអក្សរខ្មែរក្រហមការធ្វើនៅអាណានិគមដែលកាន់តែខ្លាំងឡើងដោយប្រទេសជិតខាងមួយព្រឹត្តិការណ៍ទាំងអស់នេះនៅតែជាប្រស្នាមួយសម្រាប់ពួកលោកខាងលិចដែលធ្វើឲ្យអ្នកភូមិសាស្ត្រនយោបាយអំពុលមុនគេបង្អស់ការរត់ពេតរបស់ពួកមេដឹកនាំនិងយោបល់ផ្សេងរបស់ពួកគេដែលបំបត្តិនៅបរិបទផ្នែកសង្គមគិច្ចទាំងអស់បានបង្កើតឲ្យមានការមិនពេញចិត្តនិងការភ័យព្រួយបារម្ភនៅក្នុងចំណោមពួកបរទេសដែលមានទម្លាប់ធ្វើនៅសនិទានកម្មដែលមានន័យថាធ្វើអ្វីៗឲ្យសមតាមវិចារណញ្ញាណហើយដែលជួយគិតទុកដាក់តិចតួចអំពីទូនាទីដែលសម្ដែងដោយសង្គមសិភៅនេះនិយាយអំពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងអំពីច្រើនសតវត្សមកហើយបន្ទាប់ពីបទពិសោធន៍ដែលគឺជាចិត្តពុន្ធវិជ្ជារបស់ខ្ញុំរឿងនិទានទាំងនេះគឺចេញមកអំពីពួកកសិករពួកតួឯកនយោបាយពួកបញ្ញវន្តនិងឯកសារផ្លូវការផ្សេងសរុបទៅការស្រាវជ្រាវនេះមិនមែនជាការសិក្សាមួយដែលចិត្តដល់ឬគល់ទេក៏ប៉ុន្តែគឺជាការចូលទៅគៀកនៅក្នុងរឿងមួយដែលគេព្រមព្រៀងគ្នាហៅថាបញ្ហារបស់កម្ពុជាតាំងពីជិត10ឆ្នាំមកហើយដែលការបដិវត្តដ៏គួរឲ្យព្រឺខ្លាចរបស់ខ្មែរក្រហមបានបញ្ចប់ទោះបីជាសន្តិភាពមិនទាន់វិលមកកម្ពុជាវិញក៏ដោយក៏ខ្ញុំបានជួបសន្ទនាជាមួយនឹងប្រជាជនខ្មែរអំពីគ្រប់វណ្ណៈសង្គមនិងដែលមាននៅមនោគមវិជ្ជាផ្សេងគ្នានៅតាមជំរំភៀសខ្លួននានានៅប្រទេសថៃនៅតាមព្រំដែនខ្មែរថៃនិងនៅប្រទេសបារាំងដោយជួយគិតទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលរួមបង្កទៅជាអត្តសញ្ញាណមួយរបស់មនុស្សម្នាក់ខ្ញុំបានកត់ត្រានៅក្នុងចិត្តនឹងត្រូវបានធ្វើឲ្យព្រួយបារម្ភខ្លាំងអំពីអ្វីដែលបានកើតមានឡើងនៅពេលនោះទំនៀមទម្លាប់គឺជាហ្វ្រាំងមួយដែលទប់នៅការតែរិះពិចារណាជារួមរបស់វរៈជនខ្មែរដោយគ្មានមធ្យោបាយនៅចំពោះមុខនៃភាពនឹងថ្កល់ដែលគ្មានកម្រើកបែបនេះខ្ញុំបានចាត់សរសេររឿងរ៉ាវទាំងអស់នេះឡើងសៀវភៅនេះគឺជាសៀវភៅដែលខ្ញុំពេញចិត្តចង់ឃើញសរសេរដោយជនជាតិខ្មែរខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់នោះចំពោះការជួយជ្រោមជ្រែងដែលគួរជាទីកក់ក្ដៅរបស់ពួកគេភាគច្រើននៃពួកអ្នកទីក្រុងដែលបានផ្ដល់ចម្លើយជាសាក្សីបានស្នើឲ្យរក្សាអនាមឹកមួយភាគដែលខ្ញុំត្រូវតែគោរពហើយនឹងមាននៅសេចក្តីសោកស្ដាយដែលមិនអាចនឹងប្រាប់ឈ្មោះរបស់ពួកគេបានការរួមចំណែករបស់ពួកកសិករក៏មានច្រើនសន្ធឹកសន្ធាប់ផងដែរ
ខ្ញុំសូមសម្ដែងនូវការដឹងគុណចំពោះបណ្ដាមេដឹកនាំនយោបាយខ្មែរទាំងអស់ដែលបានទទួលខ្ញុំដោយរាក់ទាក់នៅក្នុងប្រទេសរបស់ពួកគេនៅក្នុងចន្លោះឆ្នាំ1965និង1975ហើយដែលបានឆ្លើយតបនឹងសំណួរខ្លះៗរបស់ខ្ញុំបើគ្មានការចូលទៅដល់ជំរំភៀសខ្លួនខ្មែរនានានៅប្រទេសថៃនិងទីប្រជុំជនទាំងឡាយនៅតាមព្រំដែនដែលត្រួតត្រាដោយពួកអាជ្ញាធរថៃទេនោះចំណុចជាច្រើននៅតែស្ថិតនៅក្នុងភាពងងឹតខ្ញុំនៅជំពាក់គុណគេយ៉ាងច្រើនចំពោះការជួយឲ្យមានភាពងាយស្រួលខ្លះៗនេះភាគទី1ប្រទេសកម្ពុជាដ៏សុខសាន្តជំពូកទី1សង្គមមួយដែលអភិរក្សទោះបីជាមានដំណើរប្រែប្រួលជាប្រវត្តិសាស្ត្រក៏ដោយក៏សង្គមខ្មែរហាក់ដូចជាមិនសូវកម្រើខ្លួនសោះតាំងពីច្រើនសតវត្សមកហើយរូបចម្លាក់អប្សរាដែលញញឹមនៅអង្គរនិងភាពរស់រាយរបស់ស្ត្រីកសិករសពថ្ងៃបើគិតពីទម្រង់លក្ខណៈទៅគឺមានសភាពដូចគ្នាយ៉ាងច្រើនព្រះពុទ្ធសាសនាដែលតាំងមានមកតាំងតើអំពីចុងសតវត្សទី13នោះនៅតែជាសាសនារបស់ជាតិដដាលហើយអារក្សអ្នកតាក៏បានរក្សាទូនាទីដ៏ប្រសើរមួយដូចពីដើមភាសាខ្មែរនៅតែជាភាសាផ្លូវការធ្វើស្រែបានរួមបង្កជាសកម្មភាពដ៏សំខាន់បំផុតរបស់ប្រជាជនភាគច្រើននៅឆ្នាំ1970ប្រជាជនអាចពឹងពាក់ព្រះមហាក្សត្រដែលក្លាយទៅជាព្រះប្រមុខរដ្ឋដើម្បីជួយរកយុត្តិធម៌ឲ្យខ្លួនថែមទៀតខេត្តនៅតែជាចំណែករដ្ឋបាលថ្នាក់ខ្ពស់ដោយកាលអំពីពេលមុនទោះបីជាទំហំរបស់ខេត្តទាំងអស់នោះប្រែប្រួលក៏ដោយការគោរពនៅមន្ត្រីរាជការទៅតាមឋានានុក្រមបុណ្យស័ក្តិបានកើតមាននៅគ្រប់កន្លែងការចូលចិត្តភាពសម្បើមដែលគឺជាចរិតលក្ខណៈរបស់ព្រះមហាក្សត្រទាំងឡាយនោះសប្តាហ៍ថ្ងៃបានស្ថិតនៅមាននៅក្នុងចំណោមបុគ្គលជាច្រើនជាពិសេសគឺពួកអ្នកទីក្រុងផងដែរដែលខ្វាយខ្វល់តាមអំពីរឿងបង្កើតទ្រព្យសម្បត្តិរបស់ពួកគេជានិច្ចហើយគិតយ៉ាងម៉េចឲ្យទៅលើអ្នកជិតខាងរបស់ខ្លួនប៉ុន្តែគេត្រូវតែបែងចែកឲ្យដាច់រវាងកសិករទាំងឡាយនៅក្នុងនោះត្រូវភ្ជាប់សន្តិប្រជាជនដែលខ្សត់ខ្សោយកំពុងរស់នៅទីក្រុងផងនិងពួកអ្នកទីក្រុងដែលរកបានដោយការផ្គត់ផ្គង់ហិរញ្ញវត្ថុដោយប្រាជ្ញាឬដោយវិធីនយោបាយឬកំពុងធ្វើការនៅក្នុងផ្នែកសាធារណៈសេចក្តីត្រូវការតិចតួចរបស់ប្រជារាស្ត្រតូចតាចរហូតមកដល់ឆ្នាំ1970អ្នកនៅជនបទមានជាង 80% នៃប្រជាជនកម្ពុជាទាំងមូលលើកលែងតែតំបន់មួយចំនួនតូចដែលមានស្ថានភាពដ៏ក្រៀមក្រំជាពិសេសនៅភាគខាងជើងដូចជាខេត្តព្រះវិហារនិងឧត្តរមានជ័យនិងជាកន្លែងដែលខ្សត់ត្រីហើយដែលត្រូវបានជំនួសដោយឧរង្សសត្វនិងមណ្ឌុកសត្វដែលមានដូចជាកង្កែបគីងគក់ឬក៏ហ៊ីងជាដើមជាទូទៅប្រជាកសិករមានវត្ថុចាំបាច់គ្រប់យ៉ាងចំនួន2សម្រាប់ធ្វើជាអាហាររបស់ពួកគេគឺបាយនិងត្រីស្រស់ឬត្រីងៀតពិតហើយភាពមិនទៀងទាត់នៃអាកាសធាតុក៏បានរំខានដល់ការប្រមូលផលដំណាំប៉ុន្តែសរុបទៅអ្នកទាំងអស់នោះបានដឹងថាពួកគេបរិភោគទៅតាមការស្រេកឃ្លានរបស់ពួកគេហើយថាថ្ងៃស្អែកនេះអ្វីៗនឹងត្រូវបានធានាជាក់ជាប្រកបយើងត្រូវទៅធ្វើស្រែហើយនៅពេលម៉ោងបាយយើងត្រូវនាំគ្នាទៅរកត្រីនៅតាមអូរឬក៏ត្រពាំងណាមួយដែលនៅជិតនោះយើងមិនដែលព្រួយបារម្ភថាស្អែកនេះមានឬក៏គ្មានអ្វីបរិភោគនោះឡើយយើងមិនដែលមានទម្លាប់គិតទុកជាមុននោះទេនេះគឺជាសម្ដីរបស់បញ្ញវន្តម្នាក់ដែលមានដើមកំណើតជាកសិករភាពងាយស្រួលផ្នែកសម្ភារៈនេះមិនសូវធ្វើឲ្យរាជខ្មែរយើងគិតបារម្ភអំពីថ្ងៃមុខនោះទេពួកគេខ្វាយខ្វល់តែអំពីបញ្ហាភ្លៀងហើយចាប់ដើមបន់ស្រន់ដល់អារក្សអ្នកតាឬក៏រកព្រះមហាក្សត្រខ្មែរឲ្យជួយធ្វើនៅពិធីបួងសួងឬមួយក៏នឹកពីផលថាអ្វីៗនឹងរៀបរយស្រួលបួលតាមដំណើររបស់វាតែប៉ុណ្ណោះ
ពួកគេបានបណ្ដោយខ្លួននៅក្នុងការរស់នៅដោយសំអាងទៅលើទ្រព្យសម្បត្តិយ៉ាងច្រើនរបស់ពួកគេពួកអ្នកស្រុកភ្នំនៅឯភាគខាងលិចដូចជានៅជួរភ្នំក្រវាញបានខំប្រឹងប្រែងថែមទៀតដើម្បីកាប់ឆ្ការដុតព្រៃគុំពោតដែលសើមហើយនៅតំបន់ខ្លះទៀតមិនសូវមានត្រីផងទេពួកគេត្រូវការជីវជាតិប្រូតេអ៊ីនដែលនៅក្នុងត្រីនិងគ្រឿងបរិភោគផ្សេងទៀតជាមួយនឹងលុយដែលបានមកអំពីផលដំណាំដែលរដ្ឋគឺជាអ្នកទិញទោះបីជាមានកត្តាគៀបសង្កត់ខ្លាំងដែលមានដូចជាសំណើមភាពត្រជាក់ភាពឆ្ងាយពីគេឯងបែបនេះក៏ដោយចុះក៏ពួកគេនៅតែមិនសូវបង្ហាញឲ្យឃើញអំពីការគិតទុកជាមុនដោយបណ្ដាអ្នកដែលនៅក្បែរខាងខ្លួនដែលនៅវាលទំនាបដែរដោយរស់នៅរបៀបរកមួយថ្ងៃស៊ីមួយថ្ងៃកសិករទាំងឡាយពេញចិត្តនឹងធ្វើស្រែតែមួយរដូវតែប៉ុណ្ណោះក្នុងមួយឆ្នាំហើយទុកពេលវេលាសម្រាប់កំសាន្តសប្បាយយ៉ាងច្រើនក្រៅពីរដូវធ្វើស្រែពួកគេកែច្នៃប្រដាប់ប្រដាផ្សេងនិងឧបករណ៍នេសាទនិងចំណាយពេលវេលាធ្វើសកម្មភាពបន្ទាប់បន្សំមួយចំនួនដែលផ្ដល់នូវផលកម្រៃដូចជាប្រមូលនិងលក់អស់ដើមពោតការងារដែលនឿយហត់ជាងគេគឺធ្វើដោយដៃដូចជាការធ្វើស្រែភ្ជួររាស់សាបព្រោះដែលគឺជាមុខការរបស់មនុស្សប្រុសស្ទើរតែដាច់មុខស្ទូងជំរះស្មៅនិងចូលដោយអ្នកសុទ្ធទាំងអស់ដោយស្រស់គ្នានៅក្នុងការជួយការដាំដំណាំការរើសអស់ការនេសាទត្រីយឺតនៅក្នុងការធ្វើការប៉ុន្តែមិនរួញរានៅចំពោះមុខការលំបាកដែលទ្រាំទ្រនៃកិច្ចការមួយដែលតម្រូវឲ្យពួកគេទទួលនៅបន្ទុកនោះទេបន្ទាប់ពីបំពេញកិច្ចការទៅអស់រួចហើយនោះកសិករអាចមានពេលដើរលេងកម្សាន្តនិងដេកថ្ងៃជារៀងរាល់ថ្ងៃនៅពេលក្តៅបំផុតនៃថ្ងៃនៅក្នុងពេលដែលក្មេងៗទៅរៀននៅឯសាលាភូមិទាំងឡាយស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ស្ទើរតែទាំងស្រុងគេឆ្លងកាត់ភូមិនោះដោយគ្មានអ្វីមួយមានជីវិតនោះឡើយហើយចាប់កម្រើកឡើងវិញជាមួយនឹងការចេញពីសាលារបស់សិស្សានុសិស្សការរៀបចំបាយទឹកជាលើកទី2និងចុងក្រោយនោះប្រហែលជានៅម៉ោង 5 ល្ងាចនៅពេលព្រលប់ឬក៏យប់ជ្រៅទៅហើយគេស្ដាប់ឮសូរស្នូរអង្រែបុកស្រូវនៅពេញភូមិដែលគឺជាសញ្ញាកំណត់នៃការចាប់ផ្ដើមរបស់អ្នកភូមិនៅពេលភ្លឺស្រាងដូច្នេះស្ត្រីបានរើសយកពេលវេលាដែលមានភាពត្រជាក់ស្រួលនេះដើម្បីបុកអង្ករសម្រាប់បរិភោគនៅពេលព្រលប់ពួកអ្នកមានវ័យចំណាស់បាននាំមកនិយាយនៅរឿងនិទានមួយឬក៏វគ្គមួយនៃរឿងរាមកេរ្តិ៍ដោយគាត់នឹកឃើញអំពីព្រឹត្តិការណ៍មួយដែលពួកគាត់ធ្លាប់បានឆ្លងកាត់ជីវភាពរបស់ពួកគេមានដំណើរបន្តគ្នាមិនដាច់បែបនេះជារៀងរាល់ថ្ងៃដែលនៅទីបញ្ចប់នៃថ្ងៃនីមួយៗគឺត្រូវបានបន្ថែមទៅដោយការរំលឹកឡើងវិញអំពីផ្នែកវប្បធម៌ឬប្រវត្តិសាស្ត្រឬដោយការស្ដាប់ភ្លេងខ្លះៗដែលសម្ដែងដោយក្រុមតន្ត្រីមួយរួមមានសុទ្ធតែជាកសិករប្រការទាំងនេះបានកើតមានឡើងនៅក្នុងអារម្មណ៍យ៉ាងល្អរបស់ប្រជាជនបើទោះបីជាមានកង្វល់ខ្លះក៏ដោយបើប្រជាជនកម្ពុជាមិនទទួលរងនឹងការបរិភោគអាហារមិនគ្រប់គ្រាន់លើពីនេះទៀតនោះការគ្រប់គ្រងអាហារដែលមិនល្អក៏ជនបទមួយចំនួនដែលទុកទៅដោយបំណុលយ៉ាងធ្ងន់ធ្ងរស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុមួយប្រកបដោយគ្រោះថ្នាក់តាំងពីទសវត្សរ៍60មកម្ល៉េះដើម្បីព្យាបាលខ្លួនពួកអ្នកភូមិបានរត់រកថ្នាំសាមញ្ញដែលម្នាក់ចេះដឹងនិងប្រើប្រាស់យ៉ាងស្ទាត់បំផុតពួកគ្រូបុរាណមើលថែទាំអ្នកជំងឺនៅក្នុងករណីដែលពិបាកព្យាបាលប៉ុណ្ណោះពួកគេប៉ិនប្រសប់នៅក្នុងការព្យាបាលឲ្យជានៅប្រភេទជំងឺសើស្បែកនិងជំងឺឆ្កួតប៉ុន្តែផ្ទុយទៅវិញនៅតែមើលមិនជាដូចជាជំងឺត្រាក់កូមជំងឺស្ត្រីជំងឺអាសន្នរោគបណ្ដាថ្ងៃបុណ្យនៅតាមវត្តអារាមឬក៏ពិធីបុណ្យផ្សេងដើម្បីឧទ្ទិសដល់ទេវតាជាពិសេសពិធីបុណ្យឡើងអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលត្រូវធ្វើឡើង2 ដងក្នុងមួយឆ្នាំប្រជាជនតែងតែសូត្ររៀបចំម្ហូបអាហារនិងដង្វាយផ្សេងដើម្បីប្រគេនដល់ព្រះសង្ឃឬថ្វាយអារក្សអ្នកតាជានិច្ចនៅថ្ងៃនោះគេសម្លាប់មាន់ជាច្រើនសម្រាប់ធ្វើម្ហូបជួនកាលជ្រូកមួយគេផឹកស្រាគេនិយាយគ្នាបាយអូហូរជាស្ទឹងបន្ទាប់អំពីភាពវេទនាតោកយ៉ាករាប់សតវត្សមក
ប្រជាកសិករបានស្គាល់នូវភាពសុខសាន្តមួយដែលមិនទៀងចាប់តាំងតើអំពីវិធានការផ្នែកសង្គមកិច្ចត្រូវបានប្រកាន់យកនៅចុងសតវត្សទី19ក្រោមអាណាព្យាបាលបារាំងអ្នកទាំងអស់នេះមិនបង្ហាញឲ្យឃើញអំពីគ្រោះថ្នាក់ណាមួយចំពោះរដ្ឋអំណាចរបស់អាណានិគមឬព្រះមហាក្សត្រនោះឡើយពួកគេមានការដឹងគុណមួយផងដែរចំពោះពួកអ្នកដែលបាននាំយកនៅសន្តិភាពមកឲ្យគេបញ្ញវន្តខ្មែរម្នាក់បាននិយាយថាប្រជាកសិករគឺជាភាពថ្លៃថ្នូរភាពស្មោះត្រង់ស្វាមីភក្តិពួកមេដឹកនាំខ្មែរមិនចេះទាញយកប្រយោជន៍អំពីប្រការនេះទេការអប់រំមួយដែលមិនចេះធូរស្រាកក្នុងចំណោមអ្នកទីក្រុងដែលជាភាគតិចនោះគេអាចបែងចែកប្រជាជនជាច្រើនប្រភេទអ្នកធាក់ស៊ីក្លូមេផ្ទះអ្នករកស៊ីតូចតាចអ្នកបម្រើក្នុងការិយាល័យពុំមែនមានជីវភាពមួយដែលខ្ពស់ជាងជីវភាពរបស់កសិករនោះទេវណ្ណៈកហបតីរួមមានដូចជាមន្ត្រីជាន់ខ្ពស់ឬក៏ថ្នាក់កណ្ដាលគឺជាពួកបញ្ញវន្តដែលមានឬគ្មានសញ្ញាបត្រនិងពួកមន្ត្រីរាជការដែលបានរៀនបណ្ដសាកលវិទ្យាល័យហើយមានមុខតំណែងមួយដែលខ្ពស់បង្គួរបញ្ញវន្តម្នាក់គឺជាអ្នកណាមួយដែលបានរៀនសូត្រហើយត្រូវបានបញ្ជាក់ឬក៏មិនបញ្ជាក់ដោយសញ្ញាបត្រមួយនៅចំនួនឪពុកម្ដាយខ្ញុំគេហៅថាប្រកាសនីយបត្របុគ្គលិករាជការភាគច្រើនមានប្រភពដើមមកអំពីកសិករទូធាប៉ុន្តែបានប្រកាសមិនទទួលស្គាល់នៅវណ្ណៈរបស់ខ្លួនទេតាំងពីពេលដែលពួកគេបានឡើងកាន់មុខតំណែងសាធារណៈពួកមន្ត្រីរាជការដែលសុចរិតបំផុតនោះពិបាកនឹងរស់នៅក្នុងភាពសមរម្យណាស់ជាពិសេសការស្លៀកពាក់ដោយសមសួនដែលនេះគឺជាលក្ខណៈថ្លៃថ្នូរនៅក្នុងចំណោមលក្ខណៈថ្លៃថ្នូររបស់ខ្មែរទន្ទឹមនឹងវណ្ណៈកហបតីដែលប្រើខួរក្បាលនេះគឺមាននៅវណ្ណៈកហបតីជាអ្នកជំនួញមួយទៀតដែលរួមមានជនជាតិចិននិងចិនកាត់ខ្មែរដែលនិយមវប្បធម៌ចិនហើយគឺជាសារវ័នគឺខ្មែរមួយចំនួនតូចនៅទីបំផុតគឺព្រះរាជវង្សានុវង្សនិងអ្នកមានបណ្ដាស័ក្តិខ្ពស់ៗមួយចំនួនតូចដែលជាអ្នកកាន់កាប់អំណាចពិតប្រាកដសង្វាក់រស់នៅរបស់អ្នកនៅទីក្រុងមិនសូវខុសគ្នាអំពីការរស់នៅរបស់កសិករទេភាគច្រើននៃពួកអ្នកធ្វើការនៅក្នុងការិយាល័យនិងម្ចាស់ហាងលក់ទំនិញតូចៗបានឆ្លប់ឈប់សម្រាកដើម្បីបរិភោគស៊ុបរបស់ចិននិងផឹកកាហ្វេជជែកគ្នាលេងរវាងពិធីបុណ្យសាសនាបុណ្យព្រះមហាក្សត្រនិងបុណ្យជាតិរបស់ខ្មែរបណ្ដាថ្ងៃបុណ្យរបស់បារាំងក៏ត្រូវបានគេប្រតិបត្តិតាមអ្នកទីក្រុងមានពេលម៉ោងមួយដែលគួរនឹងចង់បានដូចគ្នានឹងពេលម៉ោងរបស់កសិករដែរជួនកាលមានតែពួកអ្នករកស៊ីតែប៉ុណ្ណោះដែលធ្វើការនៅពេលដែលពួកអ្នកផ្សេងទៀតសម្រាកសហគមន៍វៀតណាមនិងចិនពេញចិត្តនឹងការឈប់សម្រាកមួយចំនួន3ថ្ងៃនៅពេលបុណ្យចូលឆ្នាំថ្មីហើយជនជាតិចិនបានធ្វើនៅពិធីបុណ្យសែនអ្នកតាថែមទៀតក្នុងថ្ងៃដែលមានរឹកល្អតាមប្រពៃណីនៅទីក្រុងលទ្ធផលដែលបានលេចចេញមកអំពីការសិក្សាមានលក្ខណៈច្បាស់លាស់ជាងការសិក្សានៅតាមជនបទប៊ុនច័ន្ទមុលគឺជាជនជាតិខ្មែរដំបូងម្នាក់នៅក្នុងចំណោមជនជាតិខ្មែរដំបូងដែលបានធ្វើសកម្មភាពនយោបាយដើម្បីឯករាជ្យភាពប្រទេសរបស់គាត់ដោយបានអះអាងថាគ្មានសេចក្តីគួរសមចំពោះអាកប្បកិរិយារបស់ជនរួមជាតិរបស់ខ្លួនដែលគឺជាអ្នកទីក្រុងថាជាអ្នកមានបំណងមិនប្រកបប្រជាអតតថបុគ្គលគ្មានការសន្តោសនិងគ្មានគំនិតសាមគ្គីភាពដោយបំផ្លាញចោលនៅអ្វីៗដែលបំរុងទុកឲ្យអ្នកផ្សេងទៀតនោះបើសិនជាខ្លួនពុំបានរបស់នោះដែរដោយយកនៅគំនិតរបស់គេនោះមកធ្វើជារបស់ខ្លួនមាននៅគំនិតសងសឹកមួយបន្តរហូតដល់ក្រុមគ្រួសាររបស់អ្នកដែលរិះគន់គេដោយជជែកពិភាក្សាគ្មានទីបញ្ចប់អំពីរឿងកំពេចកំពុកហើយមិនដែលឈានដល់ខ្លឹមសាររបស់វាម្ដងណានោះឡើយតាមទំនៀមជាប្រពៃណីកូនខ្មែរត្រូវទទួលនូវការអប់រំយ៉ាងតឹងរ៉ឹងមួយដោយផ្អែកទៅលើសិលធម៌ដោយយកតាមគោលការណ៍ផ្សេងៗរបស់ពុទ្ធសាសនាហើយដែលបានកត់ត្រាទុកជាសំខាន់នៅក្នុងច្បាប់ផ្សេងៗនាសតវត្សទី16ដល់18ដោយគ្មានពាក្យណាមួយត្រូវបានកែប្រែនោះឡើយតាំងពីពេលនោះមកគ្មានអ្នកណាម្នាក់ទាំងបណ្ដាប្រទេសជិតខាងផ្សេងទៀតនឹងធ្វើអាណានិគមទទួលខុសត្រូវចំពោះទង្វើនេះទេ
ជនជាតិខ្មែរនៅតែជាគ្រូបាធ្យាយនៅក្នុងការអប់រំតាមប្រពៃណីដែលពួកគេផ្ដល់ឲ្យកូនចៅរបស់ខ្លួននៅក្រោមអាណាព្យាបាលបារាំងភាគច្រើននៃយុវជនបានស្គាល់តែរបៀបអប់រំបែបនេះតែប៉ុណ្ណោះទោះជាមានសាលាបឋមសិក្សាច្រើនយ៉ាងណាក៏ដោយក៏ឥទ្ធិពលរបស់គ្រួសារនៅតែខ្លាំងជានិច្ចបន្ទាប់ពីការចាក់ចែងរបស់បារាំងនៅក្នុងឆ្នាំ1955មានតែគ្រឹះស្ថានមធ្យមសិក្សាពីរប៉ុណ្ណោះដែលដំណើរការបើសិនជាបារាំងធ្វើខុសគឺដោយសារតែការខ្វះខាតនិងពុំមែនដោយសារភាពជ្រុលហួសហេតុនៃការអប់រំទេប្រទេសបារាំងបានពង្រីកនៅសាលាវត្តយ៉ាងច្រើនដែលនេះគឺជាការបង្កើតដំបូងរបស់ខ្មែរហើយដែលជនជាតិខ្មែរទាំងគ្រហស្ថទាំងពុព្វជិតបានរៀនសូត្រនៅទីនោះពិតហើយនៅមុននិងបន្ទាប់ពីកម្ពុជាបាននៅឯករាជ្យភាពច្បាប់ទាំងអស់នោះបានរួមបង្កទៅជាអត្ថបទផ្លូវការសម្រាប់បង្រៀននៅម៉ោងសិក្សាអំពីភាសានិងអក្សរសិល្ប៍ខ្មែរនៅតាមអនុវិទ្យាល័យនិងវិទ្យាល័យនានានៅក្នុងទូទាំងប្រទេសច្បាប់ដែលត្រូវបានប្រើប្រាស់ញឹកញាប់ជាងគេគឺច្បាប់ស្រីច្បាប់ប្រុសហើយរបៀបបកស្រាយដែលបានចាត់ទុកនៅការបប្រតិបត្តិជាតម្លៃធំជាងគេនោះគឺច្បាប់ក្រមងុយច្បាប់ពាក្យចាស់ច្បាប់កេរកាលច្បាប់ក្រមជាដើមដោយក្នុងប្រទេសជាច្រើនផ្សេងទៀតនៅអាស៊ីដែរការគោរពរៀបច្បងនិងឋានានុក្រមគ្រួសារគឺនៅតែជាបញ្ហាពិសិដ្ឋណាស់នៅប្រទេសកម្ពុជាគោលការណ៍នេះត្រូវបានអនុវត្តដោយម៉ឺងម៉ាត់បំផុតជនជាតិចិនដែលបានរត់ចេញមកអំពីស្រុកហើយមកនៅក្នុងប្រទេសផ្សេងទៀតនៅតែបន្តគោរពដូនតារបស់ពួកគេប៉ុន្តែគំនិតផ្ទាល់ខ្លួនរបស់ពួកគេនៅតែជាចំណែកដាច់មុខរបស់ជនជាតិចិនទាំងអស់រួមទាំងយុវជនក្មេងៗផងចំណែកនៅក្នុងចំណោមជនជាតិខ្មែរវិញអ្នកដែលគឺជាបងគេតែងតែមានការដឹងខុសដឹងត្រូវនិយាយត្រូវដោយស្វ័យប្រវត្តិជានិច្ចបងមិនត្រឹមតែកំណត់ថាជាអ្នកដែលមានអាយុច្រើនជាងគេនៅក្នុងគូសន្ទនាតែប៉ុណ្ណោះទេប៉ុន្តែជាយថាហេតុអាចមានអាយុក្មេងជាងគេផងដែរដែលជាមនុស្សដែលមានការចេះដឹងម្នាក់ជាអ្នកមានអំណាចម្នាក់ជាអ្នកដែលមានឥទ្ធិពលម្នាក់ដែលនៅក្បែរអ្នកធំប្រពន្ធហៅប្តីរបស់ខ្លួនថាបងបើទោះបីជានាងមានអាយុច្រើនជាងក៏ដោយដូច្នេះភាពផ្ទុយគ្នារវាងបងប្អូននេះបានបកស្រាយឲ្យដឹងនៅរបៀបគ្រប់គ្រងមួយដែលរៀបចំឡើងតាមឋានានុក្រមទាំងស្រុងក្នុងទម្លាប់ជាប្រពៃណីផ្នែកសីលធម៌របស់ខ្មែរការប្រឆាំងនឹងការសម្រេចចិត្តរបស់ឪពុកម្ដាយការរិះគន់មេកោយឬគ្រូបាធ្យាយរបស់ខ្លួនការបះបោរប្រឆាំងនឹងការរត់ពិតរបស់ប្តីឬក៏ប្រពន្ធគឺជារឿងមួយដែលមិនអាចទទួលបានគេយល់ថាចិត្តគំនិតមួយបែបនោះគឺវាត្រូវពេកហើយចំពោះការរំលោភបំពានមួយប៉ុន្តែវាមានគ្រោះថ្នាក់យ៉ាងណានៅពេលដែលគេខ្វះនៅគតិបណ្ឌិតនិងការនឹករអែងកាលបើចំណងនៃជំនឿទុកចិត្តនោះត្រូវបានកាត់ផ្តាច់ការលែងលះមិនអាចជួសជុលទៅបាននិងការប្រើអំណាចត្រូវបានចានចោលជានិច្ចនោះអ្នកមានវ័យក្មេងៗត្រូវតែនៅស្ងៀមអ្នកមានវ័យជំទង់ក៏គ្មានឱកាសនិយាយនិងសួរដេញដោលរកហេតុរកផលដូចគ្នាការប៉ះពាល់មិនបានការប្រកួតប្រជែងរបស់ជនម្នាក់ៗសុទ្ធតែជារឿងដែលប្រហែលជាគេត្រូវពិភាក្សាដោយស្មោះត្រង់ជាមួយនឹងជនបរទេសម្នាក់អំពីបញ្ហាសង្គមគិច្ចនយោបាយវប្បធម៌ក៏ប៉ុន្តែគេបែរជាស្ថិតនៅស្ងៀមដោយមិនចេញស្ដីនៅចំពោះមុខបណ្ដាជនរួមជាតិរបស់ខ្លួនទៅវិញវិន័យដំបូងរបស់សង្គមនេះអាចនឹងប្រាប់បែបនេះថាត្រូវចេះលាក់ការមាត់នៅឲ្យចិត្តសុភាពនៅស្ងៀមគឺថាត្រូវធ្វើខ្លួនជាអ្នកគួរម្នាក់បរិសុទ្ធនិងស្ត្រីត្រូវបញ្ចេញសមត្ថភាពជាអ្នកដែលចេះសន្សំជាអ្នកដែលមានភាពអៀនខ្មាស់នារីក្មេងៗដែលត្រូវតែរឹតបន្តឹងជាងពួកវ័យជំទង់នោះត្រូវតែទម្លាប់ខ្លួនប្រយ័ត្នប្រយែងនិងជៀសវាងការដើរនៅលើផ្ទះលឺនៅក្រុងភ្នំពេញបើសិនជាខ្ញុំដើរលឺបន្តិចបន្តួចនោះម្ដាយខ្ញុំស្ដីឲ្យខ្ញុំថាតើឯងធ្វើដូច្នេះនឹងចង់ឲ្យសញ្ញាទៅអ្នកណាមានតែពួកស្រីសំផឹងតែប៉ុណ្ណោះដែលដើររបៀបនេះនៅពេលដែលខ្ញុំមកនៅឯប្រទេសបារាំងខ្ញុំបានក្រាលកម្រាលព្រំនៅពេញល្វែងបន្ទប់ដែលខ្ញុំបានស្នាក់នៅនេះគឺជាការរៀបរាប់របស់យុវនារីនៃវណ្ណៈការប្តីមួយនៅភ្នំពេញ
នៅចុងសតវត្សទី20យុវជនខ្មែរបានប្រឆាំងទៅនឹងការបាត់តួនាទីដែលកំណត់ដោយសង្គមនេះចំពោះឪពុកម្ដាយពួកកូនលែងធ្វើតាមអំណាចរបស់ពួកគាត់អស់មួយជីវិតទៀតហើយក្មេងៗលែងត្រូវការអំណាចផ្ដាច់ការរបស់ឪពុកម្ដាយខ្លួនផងដែរពួកគេចង់មាននៅអំណាចពិភាក្សាមានយោបល់ជាមួយនឹងពួកគាត់និងប្រាប់អំពីទស្សនៈរបស់ខ្លួនប្រាប់ពួកគាត់បើសិនជាចាំបាច់ក៏ប៉ុន្តែសរុបទៅឋានានុក្រមមួយដែលគ្មាននរណាម្នាក់ដែលចុះចូលទៅបានសន្ធិដ្ឋនៅក្នុងរង្វង់គ្រួសារក្នុងភូមិក្នុងទីក្រុងនិងក្នុងប្រទេសទាំងមូលនេះគឺជាឋានានុក្រមមួយដែលពុំត្រឹមតែមិនផ្អែកទៅលើគុណូបការៈផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះទេប៉ុន្តែទៅលើអាយុនិងឥទ្ធិពលអំណាចកិត្តិនាមដែលផ្ដល់ឲ្យដោយសញ្ញាបត្រមួយបញ្ញវន្តម្នាក់បានថ្លែងថាខ្ញុំបានធ្វើការសិក្សានៅទីក្រុងប៉ារីសគ្មាននរណាបានដឹងទេថាខ្ញុំចុះឈ្មោះចូលរៀនថ្នាក់បណ្ឌិតមួយទេខ្ញុំមិនត្រូវបានគេរាប់អានឡើយនៅមុនពេលធ្វើការការពារនិក្ខេបបទរបស់ខ្ញុំបានប្រកាសរឿងនេះឲ្យបានដឹងជាសាធារណៈពួកនិស្សិតដែលបានចុះឈ្មោះជាសមាជិកសហភាពនិស្សិតខ្មែរនៅប្រទេសបារាំងនោះមិនជឿអំពីរឿងនេះទេពួកគេក៏បាននាំគ្នាទៅផ្ទៀងមើលបញ្ជីឈ្មោះដែលគេបានបិទនៅសាលាសួរបោននៅពេលដែលពួកគេបានឃើញឈ្មោះរបស់ខ្ញុំពួកគេបានប្រែក្លាយទៅជាមនុស្សរាក់ទាក់ភ្លាមប្រការនេះបានបកស្រាយឲ្យដឹងអំពីបំណងរបស់ប្រជាកសិករដែលចង់ឃើញកូនរបស់ពួកគេបន្តការសិក្សាទៅទៀតការទទួលបានសញ្ញាបត្រមួយបានបើកទ្វារឆ្ពោះទៅរកតំណែងមួយផ្សេងទៀតដែលគេបានចាត់ទុកថាគឺជាមុខរបរមួយប្រសើរជាងមុខរបរធ្វើស្រែយ៉ាងណាក៏ដោយក៏បានវាសឲ្យឃើញអំពីការបាននៅចំណេះដឹងមួយផ្សេងទៀតដែលទាក់ទាញនៅការគោរពផងដែរលើសពីនេះទៀតការចេះគិតពិចារណានិងសញ្ញាបត្រពុំមានតម្លៃដូចគ្នានោះទេកូនដែលចិញ្ចឹមនិងអប់រំតាមប្រពៃណីខ្មែរភាគច្រើនបំផុតបានប្រទាញបន្ទង់គ្នារវាងឪពុកម្ដាយផងខ្លួនដែលនៅចំពោះមុខពួកគេនោះមិនត្រូវប្រើប្រាស់នៅការចេះដឹងនិងសាស្ត្រាចារ្យរបស់ខ្លួនភាគច្រើនគឺជាអ្នកផ្សព្វផ្សាយភាសាបារាំងនៅមធ្យមសិក្សារហូតដល់មកទល់នឹងចុងទសវត្សរ៍ឆ្នាំ60ដែលបង្រៀនឲ្យពួកគេចេះពិចារណារកខុសរកត្រូវនោះឡើយពួកគេមិនសូវដឹងថាខ្លួនជាកូនចៅរបស់អ្នកដែលកសាងអង្គរជាអ្នកដែលទទួលមរតកអំពីវប្បធម៌ដ៏យូរលង់និងមានកិត្តិនាមល្បីសុសសាយផងទេទន្ទឹមនឹងនោះព្រះអង្គម្ចាស់យុទ្ធវង្សក៏បានកត់សម្គាល់ថាទោះបីជារងនឹងការឈឺចាប់បរាជ័យនិងការតូចចិត្តដែលមិនគួរឲ្យជឿបែបណាក៏ដោយចុះក៏ខ្មែរនៅតែមានរឹកពីក្រអឺតក្រអោងនិងអតីតកាលប្រកបដោយភាពរុងរឿងរបស់ខ្លួនជានិច្ចហើយគ្មានដឹងខ្លួននៅចន្លោះភាពពិតប្រាកដដែលបានខណ្ឌចែកពួកគេនិងអ្នកផ្សេងទៀតនោះឡើយអភិមេនាជាប្រជាជនដែលមានអរិយធម៌របស់ពួកគេនោះនៅតែគ្មានសៅហ្មងប៉ុន្តែជនជាតិខ្មែរស្ទើរតែមិនជឿខ្លួនឯងដែលឆាប់ដឹងថាប្រទេសជាតិនៅតែធ្លាក់អាប់អោនតាំងតែអំពីច្រើនសតវត្សរ៍មកហើយមិនដឹងថាពួកគេនេះស្ថិតនៅក្នុងប្រវត្តិសាស្ត្រនេះដែរទេរហូតមកដល់ប្រទេសបានឯករាជ្យកូនសិស្សរបស់ខ្មែរក៏បានរៀនសូត្រជាពិសេសពីពួកសាស្ត្រាចារ្យបារាំងរបស់ពួកគេដូនតារបស់ពួកយើងគឺជាពួកហ្គោឡូដែលបានមកបង្រៀនខ្លះៗដែរនៅប្រទេសអាណាមកម្ពុជានិងប្រទេសឥណ្ឌាឡាប៉ុន្តែជាជាងចាត់ទុកជាប្រទេសបន្ថែមមួយដែលយកជាការមិនបានទោះជាភាសាខ្មែរក៏ត្រូវបានបង្រៀនដោយជនជាតិបារាំងម្នាក់ដែរក្រោយពេលបានឯករាជ្យពួកសាស្ត្រាចារ្យប្រវត្តិវិទ្យាមួយចំនួនបានបង្រៀនប្រវត្តិសាស្ត្រកម្ពុជាមុនគេបង្អស់សាស្ត្រាចារ្យផ្សេងទៀតនៅតែបន្តធ្ងន់រហឹងប្រជាជនខ្មែរផ្ទាល់មិនសូវជាស្វះស្វែងចង់ចេះចង់ដឹងមិនចូលចិត្តមើលសៀវភៅទេវាគួរឲ្យចាប់អារម្មណ៍ណាស់ដែលគេសង្កេតឃើញថាស្ទើរតែទាំងអស់នៃល្បែងបន្ទប់ស្នាក់នៅរបស់ជនជាតិខ្មែរនៅបារាំងគឺតែងតែខ្វះខាតព័ត៌មានជារឿយៗដូចជាមានបណ្ណាល័យតិចតួចមិនសូវមានសៀវភៅមើលក្នុងជំរំសម្ចរដើម្បីឆ្លងកាត់ទៅប្រទេសផ្សេងទៀតនោះនៅប្រទេសថៃគ្រូបង្រៀនខ្មែរម្នាក់ដែលមានដើមកំណើតជាកសិករបានកត់សម្គាល់ថាប្រជាជនខ្មែរបានរកលេសគ្រប់បែបយ៉ាង
ដើម្បីជៀសវាងមិនទៅសិក្សាភាសាបារាំងឬអង់គ្លេសពួកអាមេរិកបានគម្រាមអ្នកទាំងអស់នោះថានឹងមិនពិនិត្យករណីរបស់ពួកគេឡើយបើសិនជាពួកគេមិនប្រឹងប្រែងរៀនសូត្រភាសាអង់គ្លេសផ្ទុយស្រឡះអំពីពួកចិននិងវៀតណាមដែលនាំគ្នាទៅរៀននៅសាលារៀនរកព័ត៌មាននៅតាមបណ្ណាល័យរបស់ជំរំពួកខ្មែរចូលចិត្តទៅរោងវីដេអូជាងហើយពួកគេមិនខំប្រឹងប្រែងរៀនសូត្រឡើយទុកជាម្ដេចក៏ដោយចុះក៏នៅតែមិនយកចិត្តទុកដាក់អំពីអ្វីដែលខុសប្លែកពីទម្លាប់របស់ពួកគេដែរមុននឹងពួកគេចេញដំណើរទៅកាន់ប្រទេសទី3គេបានសាកល្បងពន្យល់ប្រាប់ថាអ្វីទៅគឺជាយន្តហោះហើយត្រូវប្រកាន់អាកប្បកិរិយាបែបណាពីព្រោះថាភាគច្រើនមិនដែលបានឃើញយន្តហោះនៅជិតនោះទេតែបើខ្ញុំដឹងរឿងនេះគឺគ្មានបានការអ្វីទាំងអស់ពួកគេនៅតែជជែកអំពីអ្វីដែលពួកគេគិតឃើញនិងអ្វីដែលពួកគេមិនដឹងដដែលនៅក្នុងករណីដ៏ជាក់លាក់នេះការលំបាកដែលធ្វើប្រទេសដោយគ្រូបង្រៀនប្រហែលជាផ្នែកមួយដ៏ធំមកពីគាត់គឺជាខ្មែរម្នាក់ហើយមើលទៅពិតមែនហើយបន្ទាប់ពីការលំបាកនិងគ្រោះអាក្រក់ដែលពួកគេធ្លាប់បានស្គាល់ប្រជាជនខ្មែរក៏លែងទុកចិត្តគ្នាទៅវិញទៅមកថែមទាំងគេអាចនឹងទម្លាក់កំហុសទៅលើជនខ្លះនៅក្នុងចំណោមជនរួមជាតិរបស់ពួកគេការអប់រំដែលទុនជ្រាយនេះហើយគឺជាហេតុនាំឲ្យពួកបញ្ញវន្តខ្មែរមានការខ្វះចន្លោះយ៉ាងធ្ងន់ធ្ងរពួកគេប៉ិនប្រសប់ណាស់ខាងផ្នែកវិទ្យាសាស្ត្រវិន័យដែលធ្វើឲ្យពួកគេនឹកឃើញជាពិសេសតែអ្វីដែលគឺជាសិទ្ធិរបស់គេប៉ុន្តែមិនស្គាល់ព្រះនាមព្រះមហាក្សត្រសតវត្សនៃការកសាងអង្គរហើយដែលខ្លួននេះមិនដែលនឹងបានទៅទស្សនាផងម្យ៉ាងវិញទៀតការអប់រំដែលបង្ខិតបង្ខំកូនខ្មែរបានបំបត្តិចោលនូវការសម្រេចចិត្តរបស់យុវជនរួមទាំងគំនិតផ្ដួចផ្ដើមទាំងអស់ជនជាតិខ្មែរដែលជាអ្នកបប្រតិបត្តិយ៉ាងប្រពៃត្រូវការមេដឹកនាំម្នាក់ឬមគ្គទេសម្នាក់ទន្ទឹមនឹងនោះសំសុខបានអះអាងថាអាកប្បកិរិយានិងទម្លាប់ផ្សេងៗដែលមាននៅក្នុងសង្គមរបស់យើងដែលកំពុងតែបំផ្លាញបុគ្គលម្នាក់ៗនិងកិនកំទេចនៅគំនិតផ្ដួចផ្ដើមនោះបានបណ្ដាលឲ្យមានជាអចិន្ត្រៃយ៍នៅរោគភ័យខ្លាចមួយការខ្វះនៅជំនឿទុកចិត្តលើខ្លួនឯងនិងការកិច្ចជៀសមួយនៅមុខការទទួលខុសត្រូវផ្សេងៗពួកគេត្រូវបានជំរុញឲ្យធ្វើបដកម្មរហ័សរបស់សត្វខ្យងហ៊ានដែលស្ថិតនៅត្រង់ថាម្នាក់ៗត្រូវចេះសង្ងំនៅក្នុងសម្បករបស់ខ្លួនដោយសត្វខ្យងដែលវាលឹបខ្លួនទៅក្នុងសម្បករបស់វាដែរនេះសម្រាប់ហេតុផលផ្នែកសន្តិសុខស្ត្រីក្មេងម្នាក់បានបន្ថែមថាគេគ្មានពន្យល់អ្វីទាំងអស់ប្រាប់ក្មេងៗទេដោយផ្ទុយជាមួយនឹងពួកយុវជននៅលោកខាងលិចក្មេងទាំងអស់នោះនៅមិនទាន់បានឆ្លងកាត់ដំណាក់កាលចង់ដឹងថាហេតុអីនោះទេបើសិនជាពួកគេធ្វើនៅកំហុសមួយវាច្បាស់ជាទទួលបាននូវការវាយគូតនឹងរំពាត់ប៉ុន្តែមិនដែលមានការពន្យល់រកមូលហេតុទាល់តែសោះអ្វីដែលជាចិត្តសាស្ត្រគឺពុំមាននៅក្នុងកំណត់របស់ប្រជាជនខ្មែរនោះឡើយដូចជាម្ដាយម្នាក់មិនខំប្រឹងប្រែងស្វែងយល់អំពីបញ្ហាផ្សេងៗដែលមាននៅខាងក្នុងផ្លូវចិត្តដែលមានភាពជាដើមហេតុធ្វើឲ្យក្មេងធ្វើនៅអំពើអ្វីមួយទេប៉ុន្តែបែរជាយល់ឃើញថាគឺហេតុផលផ្សេងនៅខាងក្រៅទៅវិញទេដែលបង្កឲ្យវាប្រព្រឹត្តក្នុងនិកាយប្រវត្តិដ៏គួរឲ្យកត់សម្គាល់និងដ៏ក្លាហានមួយរបស់លោកទឹកហ៊ួនជាអតីតមន្ត្រីផ្នែកប៉ូលីសដែលមានដើមកំណើតជាកសិករបានធ្វើការវិភាគអំពីទស្សនវិជ្ជាខ្លះៗរបស់សង្គមខ្មែរហើយជាពិសេសការអប់រំតាមបែបប្រពៃណីថាគេផ្ដល់សារៈសំខាន់ចំពោះការមើលទន្ទិញចាំមាត់ជាជាងការត្រិះរិះពិចារណានិងសញ្ញាបត្រជាជាងការចេះដឹងពិតប្រាកដតាំងពីច្រើនសតវត្សមកហើយការទទួលបាននូវសញ្ញាបត្រមួយទោះជាសញ្ញាបត្រណាក៏ដោយក៏ត្រូវបានចាត់ទុកគឺជាការធានាដោយការមិនបាននៅក្នុងការផ្ដល់មុខតំណែងនៅក្នុងរដ្ឋបាលសម្រាប់យុវជនកម្ពុជាម្នាក់យល់ឃើញថាការចេះដឹងគឺជាចំណេះដែលត្រូវទន្ទិញដោយរត់មាត់ជានិច្ចទម្លាប់ទាំងអស់នេះដែលបានជួលជ្រាបមកយ៉ាងជ្រៅនិងដែលរីករាលដាលនៅក្នុងព្រំដែនយ៉ាងធំមួយបានបង្ហាញឲ្យឃើញអំពីការខ្វះនូវមតិរិះគន់ដែលជាលក្ខណៈពិសេសបំផុតមួយនៅក្នុងប្រទេសកម្ពុជារួមទាំងនៅក្នុងមជ្ឈដ្ឋានបញ្ញវន្តផងដែរផលវិបាកនៃការខ្វះផលប្រយោជន៍ខាងវប្បធម៌នេះប្រជាជនខ្មែរជាច្រើនក្រុមមានរឿងដែលត្រូវជជែកគ្នាលេងជាសំខាន់តែអំពីរឿង
ជនជាតិខ្មែរឯងផ្សេងទៀតទៅវិញវាបានคล้ายឆាប់រហ័សទៅជាការនិយាយដើមគេការស្អប់ឈ្នានីសការមូលបង្កាច់នេះហើយជាប្រភពដែលបង្កឲ្យមាននៅវិវាទនិងមិនអាចមានការរួបរวมគ្នានៅពេលបច្ចុប្បន្នអាកប្បកិរិយានេះដែលធ្ងន់ទៅដោយផលវិបាកយ៉ាងច្រើននៅក្នុងពេលសពថ្ងៃបានឆ្លុះបញ្ចាំងឲ្យឃើញអំពីលក្ខណៈឥតពិចារណារបស់ជនជាតិខ្មែរប្រជាជនកម្ពុជាពុំមែនជាអ្នកដែលប្រកបដោយវិចារណញ្ញាណទេពួកគេគឺជាអ្នកដែលងប់ងល់នឹងតណ្ហាពួកគេបណ្ដោយខ្លួនឲ្យមោបាំងដោយការស្អប់ខ្ពើមរបស់ពួកគេការស្អប់ខ្ពើមនេះបានឈានទៅដល់ការបដិសេធនៅអ្វីមួយដែលមានលក្ខណៈវិទ្យាសាស្ត្រថែមទៀតផងឧទាហរណ៍ថាប្រជាជនខ្មែរបានបដិសេធថាភាសារបស់សត្រូវស៊ូពូជរបស់គេគឺភាសាវៀតណាមពុំមែនជាចំណែកមួយនៃអំបូរភាសាដូចជាភាសាខ្មែរដែលស្ថិតនៅក្នុងអំបូរភាសាខ្មែរមុនទេប្រជាជនខ្មែរដែលបានជជែកដោយមានះនៅក្នុងការអះអាងទាំងខុសបែបនេះពីព្រោះថាច្បាប់សុជីវធម៌របស់ខ្មែរមួយទៀតគឺមិនត្រូវឲ្យបាក់មុខនោះទេនេះគឺជាលក្ខណៈមួយដែលគេបានដឹងឮសុសសាយនៅអាស៊ីអាគ្នេយ៍ទៅតាមក្រមិតផ្សេងៗទៀតចំណែកនៅឯកម្ពុជានោះគ្មានអ្វីមកបន្ថយបានទេទាំងការចេះដឹងមួយទាំងការគិតទៅចិត្តពិភពលោកទំនើបមួយកុំឲ្យបាក់មុខគឺមានន័យថាមានអ្នកនៅក្នុងកំហុសផ្សេងៗរបស់ខ្លួនប្រជាជនខ្មែរបានធ្វើអ្វីៗមួយជាមួយនឹងការប៉ិនប្រសពប្រើសម្ដីយ៉ាងខ្លាំងដោយលាក់គំនិតរបស់ខ្លួននៅពីក្រោយការសើចញញឹមមួយដែលមាននៅពីខាងក្រៅចំពោះមុខគូសន្ទនាជាខ្មែរឬក៏ជាបរទេសប្រជាជនខ្មែរពុំមែនជាអ្នកបោកបញ្ឆោតទេពីព្រោះថានេះគឺជាច្បាប់ទម្លាប់ផ្នែកសង្គមមួយដែលត្រូវចេះតាំងតែអំពីយុវវ័យរបស់ពួកគេហើយទី2ក៏មិនត្រូវធ្វើឲ្យបាក់មុខទៅដល់អ្នកដទៃផ្សេងទៀតនោះដែរយើងសើចញញឹមដើម្បីបិទបាំងនូវភាពអៀនព្រានការអៀនខ្មាស់ទុក្ខលំបាករបស់ពួកយើងនិងដើម្បីគោរពនិងលើកតម្លៃចំពោះគូសន្ទនារបស់ពួកយើងគ្មានភាពរំភើបនៃទឹកមុខបណ្ដាលឲ្យមានជាចាំបាច់នៅការទប់ចិត្តដ៏សម្បើមមួយដែលមតិឬទស្សនៈផ្ទុយការធ្លុះធ្លាយប្រហែលជានឹងកំរល់ខូខើពិតមែនតែវាកំរល់មានក៏ដោយក៏ប៉ុន្តែនៅក្នុងរឿងនេះគេមិនត្រូវសន្និដ្ឋានថាប្រជាជនខ្មែរសុទ្ធតែកំរល់ខូខើពីកំណើតដោយដែលគេបាននិយាយម្ដងម្កាលនោះទេក្រៅពីប្រការនេះគឺពុំមែនមានន័យអ្វីទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលនិយមប្រពៃណីមិនសូវមាននៅព្រឹត្តិការណ៍អាក្រក់ៗនោះឡើយអំពើសម្លាប់មនុស្សដោយចេតនាជាច្រើនបានស្ដែងឡើងឲ្យឃើញដោយការឆក់ប្លន់ដែលធ្វើបាបមនុស្សយ៉ាងគ្មានមេត្តានៅពេលដែលអ្នកកាន់អំណាចរបស់ព្រះមហាក្សត្រនោះចុះខ្សោយឬនៅពេលដែលប្រជាមិត្តម្នាក់វាយប្រហារការសម្លាប់ដែលតម្រូវឲ្យស៊ីថ្លើមសត្រូវដើម្បីនឹងបង្កើនឫទ្ធិអំណាចរបស់ខ្លួននោះដែលពួកលោកខាងលិចបានប្រទះឃើញជាមួយនឹងការព្រឺខ្លាចនៅចុងទសវត្សរ៍60គឺពុំមែនជាលក្ខណៈពិសេសរបស់ខ្មែរផ្ទាល់ទេវាស្ថិតមាននៅមួយរយៈហួសអំពីព្រំដែនរបស់កម្ពុជាទៅទៀតប៉ុន្តែក្នុងចំណោមមនុស្សពីរនាក់មានម្នាក់និយាយថាចំពោះប្រជាជនគេត្រូវតែចេះបញ្ចែកបញ្ចើនៅពេលនោះគេមុខជាបាននៅអ្វីមួយដែលគេត្រូវការនេះគឺជាបញ្ហាក្រអឺតក្រទមមួយប៉ុន្តែបើសិនជាធ្វើឲ្យគេអាក់អន់ចិត្តឬធ្វើឲ្យគេទាស់អារម្មណ៍គេអាចសម្លាប់អ្នកចោលពីព្រោះគេលែងធ្វើម្ចាស់ជាខ្លួនឯងទៀតនោះហើយដូច្នេះពួកខ្មែរក៏បានខ្លាយទៅជាអ្នកដែលប្រកាន់យកនូវគំនិតឬក៏វិធីចុងបំផុតដែលគេហៅថាជ្រុលនិយមបានដោយងាយនៅពេលដែលច្បាប់ផ្សេងៗរបស់សង្គមលែងត្រូវបានគេប្រតិបត្តិតាមយ៉ាងវិញទៀតនោះកាលបើកាន់អំណាចពួកគេមិនខំប្រឹងប្រែងរួមរស់ជាមួយគ្នាទេពួកគេខំប្រឹងកំចាត់ចោលអំពីឆាកនយោបាយឬគំនិតខាងរូបកាយនៅអ្នកទាំងឡាយណាដែលរំខានពួកគេពីព្រោះពួកគេអាចធ្វើអ្វីៗបានតាមចិត្តប្រជាជនខ្មែរបានធ្វើបដកម្មតបតទៅនឹងគុណវិបត្តិទាំងអស់ដែលខ្លួនបានរងទទួលនៅក្នុងរយៈពេលច្រើនសតវត្សរ៍ដូចជាការជាប់កំណែនរបស់ព្រះរាជារហូតមកទល់នឹងចុងសតវត្សរ៍ទី19សង្គ្រាមក្នុងស្រុងការកាន់កាប់របស់បរទេសការដាក់ជាអាណាព្យាបាលដែលចង់បានដោយពួកអ្នកមុនហើយដែលច្រាលដោយក្មេងៗស្រកក្រោយដោយសេចក្តីត្រូវការមួយដែលគិតតែអំពីខ្លួនឯងដើម្បីរស់នៅក្នុងភាពសុខសាន្តហើយឆ្ងាយអំពីបញ្ហាប្រទេសជាតិនោះនិងកង្វល់អំពីរឿងអ្នកជិតខាងប្រការនេះ
បានបង្ហាញឲ្យឃើញអំពីការខ្វះចិត្តទូលាយរបស់ពួកគេចំពោះអ្នករស់នៅក្នុងប្រទេសជាមួយគ្នាប៉ុន្តែទឹកចិត្តទូលាយស្ថិតមាននៅតែក្នុងចំណោមពួកកសិករតែប៉ុណ្ណោះដែលនាំឲ្យគេសន្និដ្ឋានថាទឹកចិត្តនេះបានរលាយបាត់ទៅម្ដងបន្តិចបាត់ទៅហើយម្យ៉ាងវិញទៀតការលាក់ចិត្តពុំមែនតែបុគ្គលម្នាក់តែប៉ុណ្ណោះទេសង្គមទាំងមូលក៏នៅតែបិទមិនឲ្យចូលគេមិនអាចនឹងទម្លុះចូលបានហើយគេក៏ពុំអាចយល់អំពីសង្គមនេះបានដោយស្រួលដែរតាមភស្តុតាងផ្សេងៗនៅក្នុងចំនួននោះគេបានដឹងថារាជាណាចក្រហ្វូណននៅដើមសហសវត្សរ៍ទី1នោះបានផ្សាយឥទ្ធិពលទៅលើភូមិភាគអាស៊ីអាគ្នេយ៍ទាំងមូលរដ្ឋទាំងឡាយដែលបន្តមកអំពីហ្វូណនចេនឡាហើយជាពិសេសនោះគឺសម័យអង្គរដ៏ល្បីល្បាញសុទ្ធតែងាយនឹងយកឥទ្ធិពលអំពីបរទេសព្រះមហាក្សត្រទាំងឡាយប្រជាជនបានរងឥទ្ធិពលពីឥណ្ឌាជាពិសេសគឺខាងសាសនានិងសិល្បៈព្រះអង្គទាំងនោះចេះរំដោះខ្លួនអំពីការបង្ខំខាងផ្នែកវប្បធម៌របស់បរទេសដោយសម្រួលនៅវប្បធម៌របស់ឥណ្ឌាតាមការប៉ិនប្រសពរបស់ព្រះអង្គដើម្បីបង្ហាញឲ្យឃើញពីទម្រង់ខ្លះដែលមានលក្ខណៈជាខ្មែរដាច់ដោយឡែកនៃទេពកោសល្យសម័យអង្គរនៅសម័យទំនើបបើទោះបីជាប្រទេសជាតិប្រឹងប្រែងធ្វើឲ្យលូតលាស់រីកចម្រើនហើយបើកទ្វារឆ្ពោះទៅក្រៅប្រទេសក៏ដោយក៏សិល្បៈដូចជាមិនសូវវិវត្តទៅមុខដែរលើកឡើងទៅផ្នែកនិម្មាបនកម្មដែលគឺជាសិល្បៈខាងការសាងសង់និងតុបតែងដោយអ្នកដែលមានទេពកោសល្យចំនួន2រូបគឺលោកវ៉ាន់ម៉ូលីវ៉ាន់និងលោកលុយបានហាប់ដែលគឺជាអ្នកទទួលខុសត្រូវនៅក្នុងការសាងសង់អគារទំនើបមួយចំនួនតូចរបាំបុរាណក៏គ្មានបង្ហាញឲ្យឃើញសញ្ញានៃការវិវត្តណាមួយដែរតាំងអំពីពួកលោកខាងលិចបានស្គាល់របាំនេះមកសង្គមនៅតែបិទចិត្តឈឹងហើយមិនបើកឲ្យអ្នកដែលមិនមែនជាខ្មែរចូលទេការគួរសមការញញឹមរាក់ទាក់ដែលឲ្យតម្លៃទៅយ៉ាងត្រឹមត្រូវដោយពួកលោកខាងលិចនោះគឺពុំតាក់ទងទៅនឹងការបើកទ្វារមួយនោះឡើយសង្គមសម័យអង្គរដែលគឺជាសម័យខ្លាំងពូកែពុំបានច្រានចោលពួកបរទេសឡើយសង្គមនេះពុំខ្លាយការតាក់ទងទេក៏ប៉ុន្តែចេះឆ្លៀតទាញយកផលប្រយោជន៍ត្រឹមត្រូវថែមទៀតផងផ្ទុយទៅវិញការលាក់គំនិតបច្ចុប្បន្នពុំមែនជាសញ្ញានៃភាពទន់ខ្សោយនៃការបែកបាក់ដែលមានតាំងតែអំពីសតវត្សទី15ហើយដែលខ្មែរពុំចេះរើបំរាស់ខ្លួនទេឬព្រះពុទ្ធសាសនានិងឫទ្ធានុភាពដែលមើលមិនឃើញគេនឹងយល់ខុសដែលជឿថាព្រះពុទ្ធសាសនាគឺជាអ្នកបង្ហាញផ្លូវប្រជាជនខ្មែរនៅក្នុងការរស់នៅប្រចាំថ្ងៃជាសាសនារបស់រដ្ឋសាសនានេះបានត្រឹមតែដាក់ទម្ងន់យ៉ាងធ្ងន់ទៅលើជំនឿមួយរបស់ប្រជាជនដែលចាក់ឫសយ៉ាងជ្រៅរួចមកហើយតែប៉ុណ្ណោះដូចជាជំនឿទៅលើកម្លាំងអធិធម្មជាតិបន្ទាប់ពីការចាក់ឫសចំនួន7សតវត្សព្រះពុទ្ធសាសនាហ៊ឺនយៀនឬក៏ថេរវាទពុំបានសម្រេចជោគជ័យនៅក្នុងការដណ្ដើមកន្លែងអរិយអ្នកតានោះឡើយដូចជាបែបប្រពៃណីផ្សេងទៀតដែរអរិយអ្នកតាបានជ្រាបយ៉ាងខ្លាំងក្លាទៅក្នុងជីវិតរបស់ខ្មែរវត្តអារាមគឺជាទីកន្លែងដែលគេសម្រេចនៅបញ្ហាផ្សេងៗសម្រាប់ជាតិខាងមុខដោយហេតុថាការចាប់ជាតិជាថ្មីនោះត្រូវបានយកចិត្តទុកដាក់ធ្វើនៅគុណូបការៈផ្សេងៗដែលបានមកដោយសារការថ្វាយបង្គំអធិដ្ឋានចំពោះព្រះពុទ្ធអង្គនិងចំពោះព្រះសង្ឃដោយសារទេយ្យវត្ថុដែលចែកផ្ដល់ដើម្បីធ្វើនៅពិធីបុណ្យនិងកសាងកុដិសាលាឆាន់ថ្មីទៅតាមទីអារាមនានាហើយទីបំផុតនោះដោយសារដង្វាយដែលដាក់សែនចំពោះពួកអ្នកដែលបានស្លាប់ទៅក្នុងន័យនេះព្រះពុទ្ធសាសនាមានមុខងារខាងសេដ្ឋកិច្ចមួយពីព្រោះថាប្រភពធនធានមួយផ្នែករបស់កសិករគឺត្រូវស្រូបមកដោយវត្តអារាមក៏ប៉ុន្តែបើនិយាយអំពីផ្នែកអភិសមាចារវិញនោះប្រជាជនខ្មែរបានធ្វើឲ្យផ្លាស់ប្ដូរនៅសភាពទ្រង់ទ្រាយទាំងស្រុងកាលណាគេចំណាយសម្រាប់វត្តប៉ុណ្ណាគេក៏នឹងទទួលបាននៅមនុញ្ញផលប៉ុណ្ណោះវិញដែរក៏ប៉ុន្តែព្រះសង្ឃយុហុតបានមាននៅពុទ្ធដីកាថាវាមានកត្តាជាច្រើនដែលមានឡើងនៅពេលនោះឧទាហរណ៍គោលបំណងរបស់ទាយុទាយិកានិងដើមកំណើតនៃវត្ថុដែលគេផ្ដល់ឲ្យអំណោយតិចតួចមួយអាចផ្ដល់ជាផលបុណ្យបានយ៉ាងច្រើនបើសិនជាគេធ្វើដោយបំណងបរិសុទ្ធដោយគំនិតលះបង់ដោយការពេញចិត្តនិងដោយការអាណិតអាសូរ
ពួកខ្មែរគិតថាបណ្ដាព្រះសង្ឃបានធ្វើឲ្យលេចចេញយ៉ាងច្បាស់នៅដំណើរខុសអំពីសភាពដើមនៃព្រះពុទ្ធសាសនានេះដោយត្រូវការនៅដង្វាយផ្សេងៗមិនត្រឹមតែសម្រាប់ឪពុកម្ដាយដែលបានស្លាប់បាត់បង់ទៅហើយតែប៉ុណ្ណោះទេប៉ុន្តែសម្រាប់សេចក្តីស្លាប់ដែលមាននៅពេលខាងមុខថែមទៀតផងសង្គមរបស់កម្ពុជាបានឆ្លងកាត់មួយជំហានបន្ថែមទៀតគឺសង្គមនេះបានឆ្លៀតយកប្រយោជន៍អំពីព្រះពុទ្ធសាសនាដើម្បីធ្វើឲ្យឧត្តមភាពនៅក្នុងឋានៈជាមន្ត្រីនោះកាន់តែរឹងប៉ឹងឡើងដោយហេតុថាប្រជាជនខ្មែរបានយល់ដង្វាយទាំងឡាយនោះនឹងនាំមកឲ្យអ្នកដែលធ្វើនៅអំណោយនៅកុសលផលបុណ្យផ្សេងៗដែលសមស្របទៅនឹងសារៈសំខាន់របស់វាប្រការនេះបានធ្វើឲ្យព្រះពុទ្ធសាសនាប្រឆាចពីការពិតអតីតអ្នកប្រជាធិបតេយ្យសឹមវ៉ាដែលនិយាយមិនញញើតមាត់នោះបានធ្វើការបកស្រាយរិះគន់តាមបែបព្រះពុទ្ធសាសនាមួយអំពីភាពនឹងថ្កល់គ្មានកម្រើករបស់បណ្ដាជនរួមជាតិរបស់គាត់នៅចំពោះមុខបាតុភូតខ្មែរក្រហមថាប្រជាជនកម្ពុជាដែលនៅរស់ពួកគាត់ជឿថាពួកគេបានសាងនៅកំហុសច្រើនណាស់នៅក្នុងការរស់នៅកន្លងមករបស់ពួកគេហើយថាពួកគេមិនអាចធ្វើអ្វីសោះប្រឆាំងនឹងស្ថានភាពបច្ចុប្បន្នរបស់ពួកគេប្រជាជននៅក្នុងលោកទាំងមូលបានថ្កោលទោសពួកខ្មែរក្រហមថាគឺជាឃាតករចំណែកឯប្រជាជនកម្ពុជាវិញពុំមាននិយាយសូម្បីតែមួយម៉ាត់ខ្ញុំសន្និដ្ឋានថានេះជាប្រជាជនមួយដែលចិត្តស្លាប់ដូចជាការអប់រំតាមប្រពៃណីដែរគោលសំខាន់នៃលទ្ធិគឺត្រូវឥតលំអៀងដោយគ្មានពិចារណាបន្តិចណាសោះដោយពួកគេគ្រប់គ្រងគ្មានប្រឆាំងតបតសម្រាប់ការរស់នៅវិញនោះប្រជាជនខ្មែរបានពឹងផ្អែកទៅលើកម្លាំងអធិធម្មជាតិនិងកម្លាំងដែលមើលមិនឃើញដូចជាអរិយអ្នកតាជានិច្ចពីព្រោះថាភូតបិសាចទាំងអស់នេះគឺជាអ្នកដែលដឹកនាំនៅការប្រព្រឹត្តរបស់ពួកគេក្នុងចំណោមអរិយអ្នកតាដែលចូលចិត្តធ្វើល្អឬក៏ធ្វើអាក្រក់គឺអាចដាក់ទណ្ឌកម្មមនុស្សទាំងអស់បើសិនជាគេមិនគោរពបូជាដោយហេតុនេះប្រជាជនខ្មែរនៅតែយកចិត្តទុកដាក់មិនធ្វើឲ្យភូតបិសាចទាំងអស់នេះខឹងសម្បានោះឡើយពួកមនុស្សពេញវ័យអាចរំលងថ្ងៃសិលដោយមិនទៅវត្តបានប៉ុន្តែក៏មិនភ្លេចនឹងអុជទៀនធូបដែលអមទៅដោយការសូត្រធម៌មុននឹងចាប់ផ្ដើមធ្វើស្រែដែរពួកគេត្រូវតែរំលែកម្ហូបអាហាររបស់ខ្លួននោះទៅឲ្យអ្នកតាជាមុនសិនមុននឹងចូលព្រៃពួកគេមិនកាប់ឈើធំដោយមិនបន់ស្រន់សូមឲ្យអ្នកតាដែលថែរក្សាដើមឈើនេះស្វែងរកនៅលំនៅមួយផ្សេងទៀតនោះឡើយពួកគេមិនចាប់ផ្ដើមនឹងការបេះផ្លែឈើដែលមានដូចជាផ្លែក្រវាញដោយមិនធ្វើនៅពិធីបុណ្យបួងសួងមួយនោះទេពួកគេត្រូវលៀងអារក្សដែលទទួលខុសត្រូវនៅជំងឺខ្លះៗជារៀងរាល់ឆ្នាំពួកគេមិនភ្លេចនឹងឧទ្ទិសចំពោះជំនាញផ្ទះដែលថែរក្សាការពារផ្ទះសម្បែងនោះឡើយគេអាចនិយាយទៅបានថាវត្ថុទាំងអស់ដែលមានមាឌធំឬក៏មានរូបសន្តានប្លែកអំពីធម្មតាគឺត្រូវបានគេចាត់ទុកជាអាសនៈរបស់អ្នកតាមួយដែលគេត្រូវតែគោរពបូជាតួនាទីរបស់ហោរាសាស្ត្រនៅតែមានឥទ្ធិពលនៅទីក្រុងភ្នំពេញក៏ដូចជានៅតាមភូមិឆ្ងាយៗដែរសម្ដេចសីហនុនិងព្រះរាជវង្សានុវង្សដែលតែងតែសាកសួរយោបល់របស់ពួកហោរាសាស្ត្រនៃបរមរាជវាំងជានិច្ចមុននឹងយាងទៅណាមកណាម្ដងដើម្បីទៅលេងព្រៃឬក៏ទៅសួរសុខទុក្ខឪពុកម្ដាយនៅឯភូមិដាច់ស្រយាលមួយប្រជាកសិករតែងតែចេញដំណើរនៅថ្ងៃដែលមានអ្នកខាត់រឹកល្អដែលព្យាករណ៍ដោយហោរាជាដរាបដូច្នេះព្រះពុទ្ធសាសនាបានមាននូវឥទ្ធិពលដ៏សំខាន់មួយទៅលើជីវភាពរស់នៅរបស់ប្រជាជនខ្មែរកម្លាំងអធិធម្មជាតិកម្លាំងដែលមើលមិនឃើញមានសកម្មភាពនៅជាប់ជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃពួកគេបានត្រឹមតែសាកល្បងបន្ថយនៅឥទ្ធិពលរបស់កម្លាំងទាំងអស់នោះតែប៉ុណ្ណោះការស៊ីសំណូកនឹងអំពើពុករលួយមរតកមួយមុនសម័យអាណានិគមការជិះជាន់ផ្នែកសេដ្ឋកិច្ចនិងការត្រូវការលុយដែលមិនអាចនឹងផ្លាស់ប្ដូរទៅបាននោះលេចឡើងព្រមគ្នាជាមួយនឹងការបានមកនៅអំណាចមួយទ្រព្យសម្បត្តិមួយដែលនៅលើខាងលិចនោះគេឲ្យតម្លៃតិចតួចនៅក្នុងកម្ពុជាសម័យបុរាណព្រះមហាក្សត្រទាំងឡាយនោះបានទទួលនូវគុណប្រយោជន៍អំពីអ្វីៗដែលត្រូវបានដាច់មុខសម្រាប់រាជាណាចក្រពួកមន្ត្រីថ្នាក់ខ្ពស់
ពុំបាននៅគុណបំណាច់ណាមួយនោះឡើយព្រះមហាក្សត្របានអនុញ្ញាតឲ្យមន្ត្រីទាំងអស់នោះកាត់យកនៅផលកម្រៃមួយផ្នែកគឺដីធ្លីដែលពួកគេគ្រប់គ្រងកាន់កាប់ឯកសារ2បានបង្កើតឡើងវិញនៅបរិយាកាសមួយដែលនៅក្នុងនោះមាននិយាយអំពីការរស់នៅរបស់ប្រជាជនពេលដែលពួកបារាំងមកដល់នៅក្នុងឆ្នាំ1874លោកអៃម៉ូនីញ៉េដែលគឺជាអ្នកខ្មែរនិយមដ៏ល្បីល្បាញបានធ្វើរបាយការណ៍គ្មានប្រណីមួយស្ដីអំពីព្រះមហាក្សត្រព្រះរាជវង្សានុវង្សនិងពួកមន្ត្រីរបស់ស្ដេចការចំណាយយ៉ាងច្រើនរបស់ព្រះមហាក្សត្រនរោត្តមដើម្បីធ្វើឲ្យកិត្យានុភាពរបស់ព្រះអង្គមានជាស្ថាពរតទៅនោះទោះបីជាសេចក្តីកំណាញ់របស់ព្រះអង្គត្រូវបានគេនិយាយតគ្នាក៏ដោយការគ្មានប្រជាប្រិយនិងការរំពឹងអបាយមុខរបស់ព្រះអង្គម្ចាស់ទាំងឡាយដែលរស់នៅដោយសារដង្វាយការឆ្លៀតធ្វើអាជីវកម្មទៅលើប្រជាពលរដ្ឋដោយពួកមន្ត្រីធំអ្វីមានមិនខ្វះឡើយនៅក្នុងការអធិប្បាយដ៏វែងមួយដែលមានចំនួន34ទំព័រសរសេរដៃហើយទាំងអស់នេះឃ្លាខ្លះបានធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងដូចជាមន្ត្រីទាំងអស់បានកាត់ក្តីនិងលួចចាប់តាំងតែអំពីពេលដែលពួកគេមានត្រាមួយឬក៏មានមុខងារជាអ្នកកាន់ត្រាឋានានុក្រមបុណ្យស័ក្តិទាំងអស់នៃឋានៈមន្ត្រីនោះបានយកតាមគំរូដែលផ្ដល់ឲ្យដោយពួកអ្នកធំការបង្ក្រាបគឺគ្មានសោះប្រជាជនកម្ពុជាបាននិយាយខ្លួនឯងថាសម្រាប់រឿងក្តីទាំងអស់នោះគឺត្រូវការលុយគេអាចវិនិច្ឆ័យទៅបានដោយគ្មាននិន្នាការថារបាយការណ៍ទាំងអស់នេះបានរៀបចំឡើងនៅក្នុងគោលបំណងឲ្យពួកគេព្រមទទួលយកការកែតម្រង់ផ្នែករដ្ឋបាលមួយប៉ុន្តែរបាយការណ៍នេះមានភ្ជាប់ទៅដោយសម្បត្តិទាមទាររបស់ប្រជាជនដែលបានផ្ញើជូនរេស៊ីដង់បារាំងដើម្បីតវ៉ាប្រឆាំងជាមួយនឹងការប្រព្រឹត្តមិនល្អរបស់ព្រះមហាក្សត្រនិងមន្ត្រីធំផងដែរភាពស្របគ្នាគឺងាយស្រួលប្រៀបធៀបបំផុតសម្រាប់អ្នកណាដែលបានដឹងនៅការប្រព្រឹត្តខុសគន្លងរបស់សាធារណរដ្ឋខ្មែរចន្លោះឆ្នាំ1970ដល់1975ឬក៏ការរកស៊ីជួញអំណាចលួចលាក់នៅក្រោមរបបប្រជាធិបតេយ្យកាលអំពីពេលមុនប្រជាជនរបៀបកូនក្មេងដែលក្រអឺតក្រអោងនិងដើរកំសាន្តដោយដែលលោកអៃម៉ូនីញ៉េបានពិពណ៌នានេះបានរក្សាទុកនៅពេលសពថ្ងៃនៅភាពកញ្ឆោតដ៏ជាក់លាក់និងភាពក្រអឺតក្រអោងមួយហើយរស់នៅក្នុងភាពភ័យខ្លាចមិនហ៊ានធ្វើអ្វីមួយដែលមិនបានយល់ព្រមដោយពួកអ្នកធំនោះឡើយនៅឆ្នាំ1875អ្នកប្រវត្តិវិទ្យាម៉ូរ៉ាដែលជាអ្នកស្រឡាញ់ខ្មែរបានកត់សម្គាល់ថានៅពេលនេះអ្វីដែលបានធ្វើឲ្យខាតបង់សម្រាប់ប្រទេសគឺបរិមាណមន្ត្រីរាជការយ៉ាងច្រើនឥតកណនាឬក៏ពួកមន្ត្រីដែលមានតែឋានៈក៏ប៉ុន្តែពុំមាននៅមុខតំណែងពិតប្រាកដហើយទាញយកប្រយោជន៍អំពីប្រជាជនដោយរបៀបមួយយ៉ាងអាស្រូវយ៉ាងខ្លាំងចំនួនអ្នកបម្រើការងារត្រូវតែកាត់បន្ថយទៅតាមភាពចាំបាច់ប្រកបប្រជាពួកគេនឹងត្រូវឲ្យនៅប្រាក់ឈ្នួលហើយច្បាប់ថ្មីនឹងត្រូវរៀបចំឡើងដើម្បីលុបបំបាត់ការកេរបន្លំប្រទេសបារាំងក៏បានសាកល្បងបញ្ចប់នៅការកាត់បន្ថយការយកប្រាក់មួយផ្នែកអំពីបុគ្គលម្នាក់ដោយការរៀបចំផ្នែករដ្ឋបាលឡើងវិញបទបញ្ញត្តិផ្សេងដែលប្រកាសឲ្យប្រើនៅក្នុងឆ្នាំ1877បានយល់ព្រមផ្ដល់នូវប្រាក់បៀវត្សប្រចាំខែមួយសម្រាប់ពួកមន្ត្រីទាំងអស់ក៏ប៉ុន្តែពួកនេះនៅតែបន្តបូមលុយអំពីហិរប្រាក់របស់រដ្ឋដោយហេតុថាការបើកប្រាក់បៀវត្សរបស់ពួកគេនោះមិនទៀងទាត់ពីព្រោះត្រូវបានគេកេរបំបត្តិដោយពួកមន្ត្រីខ្មែរជាន់ខ្ពស់តិតហ៊ួនបានបញ្ជាក់ថាលក្ខណៈមិនល្អនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្របានជំរុញឲ្យអាណាព្យាបាលគ្រោងគិតអំពីការកែតម្រង់ផ្សេងប៉ុន្តែបានពើប្រទះជាមួយនឹងការតស៊ូស្ងាត់ពីសំណាក់ស្ដេចនិងមន្ត្រីទាំងឡាយសម្រាប់មួយផ្នែកនៃប្រការនេះបានបកស្រាយឲ្យដឹងអំពីអនុសញ្ញាចុះថ្ងៃទី18ខែមិថុនាឆ្នាំ1884មួយដែលតម្រូវឲ្យព្រះមហាក្សត្រយករដ្ឋបាលទាំងមូលរបស់ប្រទេសនោះដាក់ឲ្យស្ថិតនៅក្រោមអំណាចរបស់អាណាព្យាបាលវិញអនុសញ្ញាឆ្នាំ1884បានបង្កឲ្យមានការបះបោរជាទូទៅមួយដែលបណ្ដាលឲ្យមានការលំបាកផ្នែកនយោបាយខ្លះៗនៅក្នុងការអនុវត្តអនុសញ្ញានេះប៉ុន្តែរដ្ឋាភិបាលរបស់បារាំងបានទទួលនៅសន្តិភាពពាណិជ្ជកម្មទាំងស្រុង
ប្រហែលជានៅក្នុងឆ្នាំ1892ហើយតាំងពីពេលនោះមករាជការអាណាព្យាបាលបានបន្តស្នាដៃរបស់ខ្លួននៅក្នុងការធ្វើឲ្យផ្នែករដ្ឋបាលរបស់កម្ពុជានោះមានលក្ខណៈងាយស្រួលម្ដងបន្តិចតាំងពីពេលនេះទៅមុននឹងផ្ដើមប្រវត្តិសាស្ត្រនាសហសម័យគេត្រូវតែបញ្ជាក់ផងដែរថាសម្ដេចព្រះនរោត្តមសីហនុដែលបានក្លាយទៅជាព្រះមហាក្សត្រនៅក្នុងឆ្នាំ1941បានបញ្ចប់ខ្សែស្រឡាយរបស់បណ្ដាព្រះអង្គម្ចាស់ដែលពុករលួយនិងដែលធ្លាក់នៅក្នុងអបាយមុខនេះហើយដែលរស់នៅដោយសារប្រជាជនតាំងតែអំពីការសោយទីបង្គត់របស់ព្រះមហាក្សត្រអង្គឌួងនៅក្នុងឆ្នាំ1860ប៉ុន្តែព្រះអង្គពុំបានដាក់បង្ខំនៅបទបញ្ញត្តិដូចគ្នានេះចំពោះព្រះរាជបរិពារនិងអ្នករាជការរបស់ព្រះអង្គផងទេដូច្នេះវាគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលឡើយដែលគេសង្កេតឃើញនៅក្នុងសម័យទំនើបថាទំនាក់ទំនងផ្សេងៗរបស់ជនជាតិខ្មែរជាមួយនឹងរដ្ឋគឺពោរពេញទៅដោយលក្ខណៈបពុនិយមសម្រាប់ពួកមន្ត្រីរាជការយល់ឃើញថារដ្ឋគឺជាតំណាងឪពុកចិញ្ចឹមប្រជាកសិករដែលមានទ្រព្យសម្បត្តិគ្រប់គ្រាន់មិនយកចិត្តទុកដាក់នៅក្នុងការសងប្រាក់ដែលខ្ចីមកអំពីរដ្ឋទេហើយថែមទាំងឆ្លៀតរកបានប្រាក់យ៉ាងច្រើនបំផុតដោយប៉ិនប្រសពថែមទៀតផងការធ្វើបែបនេះបណ្ដាលឲ្យមន្ទីររាជសហករណ៍ដែលសម្ដេចសីហនុបានបង្កើតឡើងដើម្បីជួយពួកកសិករក្រីក្រនោះត្រូវទទួលរងនូវបរាជ័យយ៉ាងធ្ងន់ធ្ងរប្រជាជនខ្មែរមិនដែលវាតម្លៃទេថាមួយផ្នែកនៃថវិកាជាតិគឺបានមកអំពីចំណូលពន្ធដារទេហើយថាការលួចរដ្ឋាភិបាលការមិនសងប្រាក់ខ្ចីគឺរឹតតែដាក់បន្ទុកទៅលើពលរដ្ឋបន្តិចថែមទៀតតែប៉ុណ្ណោះលោកសុំវ៉ាបានកត់សម្គាល់អំពីភាពស្មោះត្រង់នឹងជាតិរបស់ជនរួមជាតិគាត់ថាកាលពីដំបូងដែលខ្ញុំបានឈរឈ្មោះនៅក្នុងការបោះឆ្នោតឬតំណាងរាស្ត្រនោះខ្ញុំត្រូវបានប្រជាជនចាញ់ផ្សាលពីព្រោះខ្ញុំចូលចិត្តទុកដាក់អំពីអ្វីដែលខ្ញុំធ្លាប់បានឃើញនៅបារាំងនៅក្នុងការប្រជុំឃោសនាបោះឆ្នោតមួយពួកគេបានសួរខ្ញុំថាតើលោកគិតយ៉ាងម៉េចដែរអំពីការដំឡើងពន្ធដារខ្ញុំក៏បានឆ្លើយថាបើសិនជាបងប្អូនចង់ឲ្យប្រទេសជាតិមានឯករាជ្យបងប្អូនត្រូវតែបង់ពន្ធឯករាជ្យភាពគឺជាសកម្មភាពមួយដែលត្រូវធ្វើឲ្យបានជាប់រហូតពន្ធដារមុខជាការឡើងជារៀងរាល់ឆ្នាំនៅពេលនោះខ្ញុំយល់ឃើញថាប្រជាជននៅមិនទាន់ចេះត្រេះរិះឲ្យបានអត់ល្អន់អំពីបញ្ហាឯករាជ្យភាពនោះទេប្រាក់ទឹកតែគឺជាច្បាប់ទម្លាប់មួយនៅកម្ពុជាដោយដែលពាក្យទំនាមមួយរបស់ខ្មែរបានដៅឲ្យឃើញអំពីរឿងនេះដែរមាត់ហោប៉ាវអាវតែងឡើងលើជានិច្ចមិនដែលមានអ្នកណាដេកហោប៉ាវចុះក្រោមទេម្នាក់សង្ឃឹមនឹងទទួលបានអ្វីមួយជាដរាបភាគរយមួយលើតំណែងផ្សេងទៀតដែលពួកគេជួយសម្រួលឲ្យបានប្រាក់រង្វាន់មួយទៅលើរូបិយប័ណ្ណរបស់រដ្ឋដែលពួកគេបានបដូរនៅឯទីផ្សារងឹតដើម្បីជាគុណប្រយោជន៍ផ្ទាល់ខ្លួនការប្រាក់ដែលបានមកអំពីមូលនិធិរបស់ធនាគារដែលគេបានយកទៅធ្វើជាការចងការបន្តទៅទៀតនោះការលបងប្រថុយបណ្ដោយខ្លួនឲ្យពុករលួយដោយគ្មានដឹងខ្លួនផងទេនោះដោយដែលរដ្ឋមន្ត្រីជំនាន់នោះម្នាក់ដែលបានបដិសេធការធ្វើឲ្យខូចឈ្មោះបានរាយការណ៍ឲ្យដឹងអំពីរឿងនេះថាគេបានយល់ព្រមទៅពិសាបាយល្ងាចមួយដែលត្រូវបន្តដំណើរទៅកាន់ទីកន្លែងអនាចារដែលគេហៅថាជាកន្លែងស្រីពេស្យាទៀតអ្នកសោកនោះសង្ឃឹមថាកិច្ចការរបស់ខ្លួនមុខជាបានសម្រេចពួកវៀតណាមនិងពួកចិនបានបង់តម្លៃទៅលើការអនុញ្ញាតឲ្យចូលជាតិដើម្បីបានកាន់មុខតំណែងមួយនៅក្នុងមុខតំណែងជាច្រើនជួនកាលគឺជាមុខតំណែងដែលផ្ដល់នូវផលប្រយោជន៍យ៉ាងក្រាស់ក្រែលហើយដែលសម្ដេចសីហនុបានហាមមិនឲ្យជនដែលមានសញ្ជាតិបរទេសកាន់តំណែងជារាជការនោះទេចំណែកឯពួកភ្នាក់ងារកុយវិញនោះដែលសុទ្ធតែគឺជាពួកលោភលន់បានធ្វើឲ្យរឿងអសោកជាច្រើនទោះឡើងនៅក្នុងទសវត្សរ៍60ពួកគេបានកាន់កាប់មុខតំណែងមួយដែលប្រជាជនខ្មែរបានហៅថាគឺជាប៉ុស្តិ៍ខ្លាំងដែលសម្ដៅទៅលើមុខតំណែងប៉ូលីសនិងរដ្ឋមន្ត្រីក៏ស្ថិតនៅក្នុងនោះដែរហើយពួកអ្នកជួនច្រើនជាងគេមុខជាត្រូវបានគេមើលឃើញនិងប្រគល់មុខតំណែងដោយពួកមន្ត្រីដែលមានឥទ្ធិពលជាក់ជាមិនខានរីឯពួកចៅហ្វាយខេត្តវិញក៏ចម្លងតាមគំរូនៃពួកមន្ត្រីធំនៅទីក្រុងដែរនៅក្នុងឆ្នាំ1965
កសិករក្រីក្រម្នាក់ត្រូវតែទិញសម្បត្តិអត្រានុកូលដ្ឋានមួយសន្លឹកតម្លៃពី10ទៅ20រៀលទៅតាមទីកន្លែងផ្សេងៗគេពុំមាននឹងពឹងនរណាម្នាក់ឲ្យជួយឡើយបើទោះបីជាគេអាចនឹងបញ្ចេញឲ្យដឹងនៅចំពោះមុខព្រះប្រមុខរដ្ឋនៅក្នុងឱកាសពិធីសមាជជាតិនៅទីក្រុងភ្នំពេញដែលបានធ្វើទៅមួយឆ្នាំ2ដងយ៉ាងណាក៏ដោយគេមិនហ៊ានបថុយរាយការណ៍ឲ្យថ្នាក់លើបានដឹងទេដោយខ្លាចក្រែងមាននៅការសងសឹកបន្ទាប់ពីការវិលត្រឡប់មកកាន់ភូមិវិញដោយហេតុនេះគឺលក្ខណៈបកពួកនិយមដែលមានសភាពក្រាស់ឃ្មឹកនេះហើយដែលធ្វើឲ្យស្រអាប់ដល់សកម្មភាពផ្នែករដ្ឋបាលនិងសង្គមគិច្ចរបស់កម្ពុជាគ្រប់លំដាប់ឋានៈទាំងអស់ដំណររាជវង្សតាមរយៈភាពជាស្ដេចដែលគេលើកតម្កើងជាអាទិទេពសម្ដេចសីហនុដែលតែងតែជួយកិត្តទុកដាក់ផ្ដល់នូវសុខុមាលភាពមួយចំនួនតូចដល់ប្រជាជននោះពុំត្រឹមតែចែកផ្ដល់នូវទឹកភ្លៀងតែប៉ុណ្ណោះទេប៉ុន្តែចែកសាកណិតជាច្រើនដុំដែលមានរូបតំណាងជាគណៈបករបស់ព្រះអង្គផងដែរនេះជាអំណោយមួយដែលពួកអ្នកទីក្រុងគ្មានមើលឃើញក្រៅតែអំពីថាជាឧបករណ៍មួយសម្រាប់ការឃោសនាតែប៉ុណ្ណោះព្រះអង្គយល់ច្បាស់គឺត្រង់នេះហើយដែលសំខាន់ថាជំនឿរបស់ស្ដេចគឺជាអាទិទេពមួយអង្គថ្មីត្បិតតែរស់រយនៅទីក្រុងប៉ុន្តែនៅតែរស់រវើកនៅក្នុងមជ្ឈដ្ឋានអ្នកជនបទតាំងពីពេលនោះមកដើម្បីស្វែងយល់អំពីស្ថានភាពផ្នែកសម្ភារៈរបស់ពួកអ្នកដែលនៅក្រោមការត្រួតត្រារបស់ព្រះអង្គក៏ដូចដើម្បីថែរក្សានៅប្រជាប្រិយភាពផ្ទាល់ដែរនោះសម្ដេចបានយាងទៅកាន់ខេត្តនានាជ្រើសរើសដើម្បីសម្ពោធនៅសមិទ្ធផលថ្មីៗនិងដើម្បីរក្សាទំនាក់ទំនងជាមួយប្រជារាស្ត្រតូចតាចរបស់ព្រះអង្គម្យ៉ាងវិញទៀតព្រះអង្គតែងយាងទៅតាមឧទ្ធម្ភាគចក្រជានិច្ចដោយហេតុនេះកសិករទាំងឡាយបានមើលឃើញព្រះមហាក្សត្រដែលបញ្ជូនមកដោយអាទិទេពចុះមកភូមិរបស់ពួកគេដែលនឹងប្រោះព្រំទឹកមុននៅក្នុងពិធីសម្ពោធដ៏អកអធិកនេះការគោរពស្ដេចជាអាទិទេពនេះត្រូវបានធ្វើឡើងឲ្យកាន់តែនឹងរឹងប៉ឹងឡើងដូចគ្នាដូចជាដំណរពូជរាជវង្សសាសនាទឹកដែលស្ថិតនៅក្នុងស្ថានភាពប្រមូលផ្ដុំគ្នាដោយសារតែម្ចាស់ទឹកដីនោះដែលបានមកផ្សព្វផ្សាយនៅអំពើល្អរបស់ខ្លួនទឹកនិងដីមានន័យថាស្រូវនិងជីវិតគេកាន់តែយល់ប្រសើរជាងមុនអំពីអំណាចដែលគ្មានណាម្នាក់ជំទាស់របស់អ្នកតំណាងព្រះរាជានៅក្រោមរបបប្រជាធិបតេយ្យក្រោយសម័យអង្គរគេអាចស្ទង់បានផងដែរពីការធ្វើឲ្យភ្ញាក់ផ្អើលស្រឡាំងកាំងនិងការភ័យព្រួយបារម្ភរបស់ប្រជាកសិករនៅថ្ងៃទី17ខែមីនាឆ្នាំ1970នៅពេលដែលសម្ដេចសីហនុត្រូវបានលុបឈ្មោះជាផ្លូវការចេញពីឆាកនយោបាយប្រទេសដោយឧត្តមស្នេហ៍លន់នល់និងពួកយោធារបស់គាត់គ្រោះអាក្រក់ផ្សេងៗបានកើតមានឡើងជាបន្តបន្ទាប់ដូចជាលែងមានស្ដេចការរស់នៅក៏លែងសុខស្រួលប្រការនេះបានបង្ហាញឲ្យឃើញអំពីឥទ្ធិពលដ៏ទន់ខ្សោយនៅជនបទរបស់សាធារណរដ្ឋខ្មែរដែលតាំងឲ្យមានឡើងនៅក្នុងពេលនោះនិងសមានចិត្តរបស់ប្រជាជនតាំងតែអំពីឆ្នាំ1970ដល់1975ចំពោះរណសិរ្សរួបរวมជាតិកម្ពុជាដែលបង្កើតឡើងដោយសម្ដេចសីហនុហើយដែលប្រមូលផ្ដុំទាំងពួកខ្មែរក្រហមនិងពួកសីហនុនិយមនៅក្នុងផ្ទៃចលនានៃនយោបាយតែមួយពួកអ្នកទីក្រុងដែលប្រឆាំងជាមួយនឹងសម្ដេចសីហនុបានដឹងអំពីស្ថានភាពថ្មីមួយនេះដោយយឺតពេលបន្តិចម្នាក់យល់ឃើញថាខ្លួននឹងមិនអាចឈ្នះសង្គ្រាមដោយគ្មានការគាំទ្រអំពីព្រះមហាក្សត្រដែលគេបានដកចេញអំពីតំណែងនោះឡើយកាលបើសង្គ្រាមចាប់ដើមនោះនេះប្រហែលជាមូលហេតុមួយនៅក្នុងចំណោមមូលហេតុជាច្រើនពីព្រោះថាចាប់តាំងពីឆ្នាំ1973ពួកអ្នកសាធារណរដ្ឋនិយមទាំងអស់បានស្នើសុំឲ្យសម្ដេចសីហនុដែលបាននិរទេសប្រកាយនៅឯទីក្រុងប៉េកាំងយាងត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញគឺប្រហែលជាសម្រាប់ហេតុផលនេះដែរដែលនៅក្នុងឆ្នាំ1979លោកសឺនសានបានស្នើថ្វាយតំណែងធ្វើជាប្រធានដែលព្រះអង្គបានបដិសេធនោះនៃចលនាជាតិនិយមដែលគាត់នឹងបង្កើតឡើងមានឈ្មោះថារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ
ហើយដើម្បីឲ្យមានការរាប់អានខ្លះៗពីបណ្ដាជនរួមជាតិរបស់ខ្លួនដែរនោះទើបអ្នកសត្វអណ្ដែតអង់ដ្រេអុកថុលជនជាតិខ្មែរសញ្ជាតិបារាំងដែលបានមកតាំងនៅតាមព្រំដែនខ្មែរថៃនៅក្នុងឆ្នាំ1979ក្រោមឈ្មោះថាជាព្រះអង្គម្ចាស់សូរិយាវង្សដោយហេតុនេះគាត់បានប្រមូលប្រជាជនដែលឲ្យឃ្លានទាំងអស់នោះមកផ្ដុំនៅជុំវិញគាត់ហើយបានសូមអង្គអំពីអង្គការអន្តរជាតិនានាដោយលក់ទៅវិញសម្រាប់តែហោប៉ៅរបស់គាត់និងសម្រាប់អនុប្រធានរបស់គាត់ខ្លះការបោកប្រាស់នេះត្រូវបានរកឃើញនៅក្នុងឆ្នាំ1980ហើយស្ដេចខ្លែងខ្លាយបានបាត់ខ្លួនពីព្រំដែននៅត្រឹមនេះដូច្នេះវាមានភាពឃ្លាតគ្នាមួយរវាងពួកអ្នកទីក្រុងនិងពួកអ្នកស្រែចម្ការពួកអ្នកដែលមានភាគច្រើនទាំងអស់នេះដែលភាគច្រើនសុទ្ធតែជាកសិករគ្មានដឹងពីយន្តការនយោបាយអ្វីទាំងអស់ហើយបោះឆ្នោតទៅតាមតែតម្លៃដែលមិនពេញលេញក្នុងចំណោមពួកអ្នកទីក្រុងភាគច្រើនអាចពិបាកនឹងបញ្ចេញនូវគំនិតថ្មីៗរបស់ខ្លួននិងបង្កើនវាឲ្យទៅជាច្បាប់ឬក៏ធ្វើវាឲ្យទៅជាការពិតណាស់បើសិនជាគ្មានការគាំទ្រពីព្រះមហាក្សត្រទេនោះអំណាចរបស់ស្ត្រីនិងគ្រួសារនៅឆ្នាំ1955សម្ដេចសីហនុបានយល់ព្រមផ្ដល់ឲ្យនូវសិទ្ធិបោះឆ្នោតទៅឲ្យប្រជាជនកម្ពុជាទាំងអស់ក៏ប៉ុន្តែសារៈសំខាន់ផ្នែកសង្គមនិងនយោបាយរបស់សិទ្ធិនេះស្ថិតនៅមានតាំងតែអំពីពេលមុនមកបើទោះបីជាផ្លូវការនៃអំណាចនយោបាយនោះជារបស់ពួកប្រុសៗក៏ដោយការស្រាវជ្រាវចុងក្រោយស្ដីពីចំណងសាច់ញាតិរបស់ខ្មែរបានអះអាងអំពីទូនាទីដ៏ខ្ពស់របស់ស្ត្រីដែលមានដោយផ្ទាល់និងតាមរយៈបងច្បងរបស់ខ្លួនតាមប្រពៃណីសម្រាប់ជនជាតិខ្មែរឪពុកមាដែលបានរួមអូតូជាមួយនឹងមាតាតែងធ្វើអន្តរាគមន៍ជានិច្ចនៅក្នុងឱកាសនៃការសម្រេចការសំខាន់ៗរបស់គ្រួសារដូចជាការរៀបអាពាហ៍ពិពាហ៍ជាដើមហើយថែមទាំងមានចំណែកនៅក្នុងការទទួលកេរមរតកថែមទៀតប៉ុន្តែស្ត្រីផ្ទាល់ក៏មានឋានៈប្រកបដោយពុព្វសិទ្ធិមួយផងដែរកាលបើរៀបការហើយនាងគ្រប់គ្រងផ្ទះសម្បែងចិញ្ចឹមកូននិងលុយកាក់ដែលនេះគឺជាតួនាទីដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ក្បួននៃការឲ្យដំបូន្មានរបស់ឪពុកគឺទ្រព្យសម្បត្តិគង់នៅត្បិតស្ត្រីចេះរក្សាទុកប្រជាជនខ្មែរត្រូវការបង្កើតភោគទ្រព្យនិងបង្អួតគេឯងប្រការនេះបានបង្ហាញឲ្យឃើញជាសំខាន់នៅក្រោមទម្រង់ជាគ្រឿងអលង្ការផ្សេងៗដែលប្រពន្ធមានហើយដែលនាងពាក់ដើម្បីទៅផ្សារទៅបុណ្យឬក៏ទៅការគេជាដើមចំណែកលោហៈធាតុប្រាក់វិញនោះទោះបីជាប្រជាជនខ្មែរលើកកិត្តិយសជាវត្ថុដែលមានតម្លៃយ៉ាងណាក៏ដោយចុះក៏ស្ត្រីមិនសូវជាពាក្យសម្ញែងនៅនឹងម្រាមនោះទេពីព្រោះវាមានតម្លៃតិចតួចប៉ុន្តែនាងចង់បានមាសពេជ្រត្បូងមានតម្លៃយ៉ាងខ្លាំងគេអាចតាមដានការមានបាននេះរបស់មនុស្សម្នាក់បានយ៉ាងស្រួលដោយមើលទៅលើកត្រចៀកកដៃនិងម្រាមដៃរបស់ប្រពន្ធបុរសនោះកសិករបុរសពេញចិត្តនឹងផ្ដល់ឲ្យទៅប្រពន្ធរបស់គេនៅសញ្ញាសម្គាល់ខាងក្រៅនៃទ្រព្យសម្បត្តិនេះដែរថ្មីបើវាមិនសូវឆាតឆាយដូចគេក៏ដោយដូចជាក្រវិលត្រចៀកខ្សែមាសគេកម្រនឹងពាក់ចិញ្ចៀនណាពីព្រោះវារំខានដល់ការដណ្ដាំស្លនិងការធ្វើស្រែវាអាចថាការប្រមូលដុំនូវទ្រព្យសម្បត្តិនៅក្រោមទម្រង់ជាគ្រឿងអលង្ការគឺជាផលវិបាកនៃចម្បាំងដែលមិនចេះចប់ដែលព្រះរាជាណាចក្រធ្លាប់បានស្គាល់តាំងតែអំពីច្រើនសតវត្សមកហើយដោយបង្ខំឲ្យរត់ទៅមួយរយៈពេលគ្រួសារបាននាំទៅជាមួយនៅថង់ដ៏តូចដែលផ្ទុកទៅដោយទ្រព្យធនរបស់ក្រុមគ្រួសារក្នុងគ្រប់ករណីទាំងអស់ប្រការនេះបង្ហាញឲ្យឃើញអំពីជំនឿទុកចិត្តមួយយ៉ាងខ្លាំងរបស់ស្វាមីចំពោះភរិយាខ្លួននិងកិត្យានុភាពរបស់ស្ត្រីផងដែរនៅក្នុងសង្គមនៅប្រទេសបារាំងពួកអ្នកទីក្រុងដែលភៀសខ្លួនហើយនោះហើយត្រូវបានគេដកហូតទ្រព្យសម្បត្តិទៅអស់រលីងពីខ្លួនយ៉ាងហោចណាស់ក៏នៅមានចិញ្ចៀនមានតម្លៃមួយវង់និងជួនកាលមានអាវរោមសម្ពូចមួយដែរបន្ទាប់ពីធ្វើការងារ2ទៅ3ឆ្នាំពួកគេកម្រនឹងបោះបង់ចោលនៅអ្វីដែលមានតម្លៃជាប្រពៃណាម្យ៉ាងវិញទៀតស្ត្រីខ្មែរមានអំណាចខ្លាំងបំផុតទៅលើស្វាមីរបស់ខ្លួនជាមនុស្សដែលប៉ិនប្រសប់នៅក្នុងសិល្បៈធ្វើឲ្យបរិសុទ្ធចូលចិត្តនិងលួងលោមនិងមិនទុកឲ្យស្វាមីមានពេលសម្រាប់តាមបំណងដែលគាត់ចង់នោះឡើយ
បើសិនជានាងជាប្រពន្ធរបស់មនុស្សដែលមានអំណាចម្នាក់ទោះបីជាមានឋានៈសមល្មមក៏ដោយចុះក៏នាងបង្កើតឲ្យមានបពុះដោយខ្លួនឯងយ៉ាងឆាប់រហ័សដោយហេតុនេះឯងទើបបានជាមាននៅពាក្យទំនៀមមួយរបស់ខ្មែរថាប្រពន្ធឧត្តមសេនីយ៍ប្តីសាក5ការសម្រុះសម្រួលគ្នាខាងកិច្ចការជំនួញនិងកិច្ចការរបស់រដ្ឋក៏ត្រូវឆ្លងកាត់តាមប្រពន្ធដែរដោយសុវណ្ណីបានប្រាប់ឲ្យដឹងដែរថានាងបានរកឃើញនៅក្នុងឧបាយវិជ្ជវេនៅការសប្បាយរីករាយនិងការមានសេរីភាពដែលខ្ញុំពុំមានសិទ្ធិនឹងដឹងកាលអំពីនៅតរុណវ័យដែលគឺជាវ័យពេញក្រមុំពេញកំឡោះនៅពេលនោះនាងនឹងក្លាយទៅជាមនុស្សដែលគួរឲ្យព្រឺខ្លាចបើសិនជាប្តីរបស់នាងមានមុខតំណែងរឹតតែខ្ពស់ថែមទៀតពីព្រោះថាមុខតំណែងនៅក្នុងរាជការដែលបានឲ្យទៅស្ត្រីនៅក្រមអង្គមឬក៏ចំពោះបណ្ដាមិត្តភ័ក្តិផ្ទាល់ខ្លួននោះគឺពុំមែនផ្ដល់ដោយមិនយកលុយនោះទេជួនកាលគឺគ្រួសារមួយទាំងមូលតែម្ដងដែលធ្វើការនេះតិចឬមួយក៏ច្រើនជាចំហឧទាហរណ៍បែបនេះមានយ៉ាងច្រើនមិនចេះខ្វះទេនៅក្នុងទសវត្សរ៍60ដែលបង្កឲ្យមាននៅគំនុំការស្អប់គ្នានៅក្នុងមជ្ឈដ្ឋានអ្នកទីក្រុងនេះគឺជាករណីនៃក្រុមគ្រួសារមួយដែលតាមរយៈមធ្យោបាយបង្រៀនរបស់មនុស្សប្រុសឬក៏ស្រីខ្លះបានបង្កើតទៅជាឧបសគ្គចំពោះអ្នកទាំងឡាយណាដែលមិនឆ្លងកាត់តាមគេដែលចង់បំបត្តិចោលនូវលទ្ធភាពមួយនៅក្នុងការធ្វើមានបានរបស់គេនិងឱកាសមួយដើម្បីប្រើអំណាចរបស់គេបើទុកជាផ្ទុយនឹងមនុស្សប្រុសតាមសានភាពរបស់ខ្លួនគឺជាមនុស្សស្រីប្រពន្ធក៏មាននៅអំណាចមួយដែលគេទទួលស្គាល់ដែរក្នុងអត្ថបទដ៏សំខាន់បំផុតមួយរបស់លោកស៊ីណេប៉ូតបានស្រាវជ្រាវអំពីខ្សែស្រឡាយគ្រួសារនៅកម្ពុជាហើយបានបង្ហាញឲ្យដឹងថាមនុស្សប្រុសខ្មែរគ្មានការជ្រើសរើសណាក្រៅតែអំពីរៀបចំនិងធ្វើជាមេដឹកនាំក្រុមមួយនោះឡើយដើម្បីបង្ហាញខ្លួនឲ្យគេឃើញច្បាស់កាលនៅក្មេងគេស្ថិតនៅក្រោមអំណាចរបស់ម្ដាយនៅពេលរៀបការរួចគេត្រូវស្ថិតនៅក្រោមអំណាចនៃខ្សែស្រឡាយខាងប្រពន្ធក្នុងករណីដែលពួកគេគោរពតាមច្បាប់ទម្លាប់នៃការរៀបអាពាហ៍ពិពាហ៍រៀបការជាមួយនឹងខ្សែស្រឡាយមួយដែលមានជាងស្នាក់នៅក្នុងផ្ទះម្ដាយឪពុកក្មេកលទ្ធផលគឺថាក្នុងគ្រួសាររបស់បុរសខ្មែរកម្រស្ថិតនៅក្នុងស្ថានភាពដែលជាមនុស្សមានអំណាចណាស់នៅក្នុងបរិបទនេះការក្លាយទៅជាគ្រូម្នាក់ដោយសារតែការមាននៅចំណេះដឹងមួយឬក៏អំណាចមួយតិចឬក៏ច្រើនដែលច្បាប់បានអនុញ្ញាតឲ្យនោះផ្ដល់ឲ្យគេនៅស្ថានភាពដ៏ជាក់លាក់មួយនៅក្នុងសង្គមនេះហើយជាប្រភពបពុះដែលការបង្កើតនិងការរក្សានោះអាចជាហេតុនាំបណ្ដាលឲ្យមាននៅការបំពានគ្នាលក្ខណៈរបស់ខ្មែរដោយនិយាយអំពីសង្គមដែលធ្វើឲ្យរាំងគាំងនៅក្នុងរចនាសម្ព័ន្ធចាស់របស់ខ្លួនសំសុកបានលើកជាឧទាហរណ៍អំពីលក្ខណៈរបស់ខ្មែរដែលនៅដដែលនិងអំពីអាកប្បកិរិយាដែលបានលេចចេញមកអំពីលក្ខណៈនេះស្លូតបូនរស់រាយរាក់ទាក់អ៊ីនព្រីនក៏ប៉ុន្តែកំពុងបាត់បង់នៅការប្រឆាំងជំទាស់នឹងការតូចចិត្តកំណាញ់ក្នុងការជជែកលេងដោយចូលធ្វើការងារឲ្យចប់សិនពេញចិត្តយ៉ាងខ្លាំងនៅក្នុងអតីតកាលប៉ុន្តែត្រូវប្រាប់ឲ្យដឹងអំពីព័ត៌មានតិចតួចពីការវិនិច្ឆ័យនៅខាងក្រៅបើចំហឲ្យមាននៅគំនិតថ្មីប៉ុន្តែអភិរក្សចំពោះអ្វីទាំងអស់ដែលនៅព័ទ្ធជុំវិញពួកគេងាយស្រួលក្នុងការសប្បាយរីករាយប៉ុន្តែមិនសូវចេះអត់ធ្មត់ជាអ្នកមានចិត្តដែលលំបាកតម្រូវចិត្តប៉ុន្តែចូលចិត្តនៅការចំអកចំអន់និងការស៊ីផឹកការរៀបរាប់ដែលបំព្រួយនៅគួរឲ្យចូលចិត្តនេះបង្ហាញឲ្យឃើញអំពីសក្តានុពលរបស់ខ្មែរបើពួកគេនៅតែត្រូវសង្កត់ដោយប្រពៃណីគេត្រូវតែងើបក្បាលឡើងវិញប៉ុន្តែពួកគេមិនសូវមាននៅគុណសម្បត្តិដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងរឿងនេះទេតាមសេចក្តីថ្លៃថ្នូរដែលនឹងគួរយកធ្វើជាគំរូមួយពួកគេបាននិទានអំពីគ្រោះអាក្រក់កាលពីអតីតនិងបច្ចុប្បន្នរបស់ពួកគេដោយគ្មានការយំសូម្បីតែបន្តិចសោះហើយបញ្ចេញនូវការញញឹមមួយដែលធ្វើឲ្យបរទេសបាត់មាត់និងចាំស្ដាប់នៅរឿងផ្សេងទៀតដែលសាហាវយងខ្នងប៉ុន្តែជារឿងពិតគោលការណ៍នៃការដែលមិនចេះរំខានគេក៏បានដើរតួនៅក្នុងពេលនេះយ៉ាងគួរឲ្យកត់សម្គាល់ហើយគូសន្ទនាបានវិនិច្ឆ័យអំពីបញ្ហានេះយ៉ាងខ្ពស់ភាពថ្លៃថ្នូរស្ថិតនៅត្រង់ការបង្ហាញខ្លួន
ដោយសម្លៀកបំពាក់ត្រឹមត្រូវមុជទឹកមួយឬក៏ពីរដងក្នុងមួយថ្ងៃជនជាតិខ្មែរជាអ្នកស្អាតបាតនិងចូលចិត្តតែងខ្លួនណាស់នៅពេលដែលពួកគេអាចធ្វើបានការឆ្លងកាត់ភូមិនានាដែលថែទាំបានយ៉ាងស្អាតឬក៏សង្កាត់ដែលល្អសមសួនរបស់រាជធានីនោះឃើញថាមានលក្ខណៈគួរឲ្យរីករាយជាទីបំផុតនៅពេលដែលពួកគេទើបនឹងចាកចេញពីសង្កាត់ចិនពួកអឺរ៉ុបនៅតែលើកតម្លៃនៅរបៀបស្លៀកពាក់ត្រឹមត្រូវរបស់ប្រជាជនខ្មែរដែលពួកគេធ្វើការជាមួយជានិច្ចប៉ុន្តែអ្នកខ្លះពុំយល់អំពីការស្លៀកពាក់ដែលគ្មានសណ្ដាប់ធ្នាប់ទើបធ្វើឲ្យទាស់ភ្នែករបស់អ្នកស្រុកនោះទេជាមនុស្សដែលពិបាកនឹងតាក់ទងជាមួយនឹងជនជាតិខ្មែរបានបញ្ចេញនូវការប្រឆាំងជាអកម្មមួយចំពោះអ្វីៗទាំងអស់ដែលប៉ះពាល់មកដល់សេរីភាពជាឯកជនរបស់ពួកគេផ្ទុយទៅវិញពួកគេនឹងបង្ហាញឲ្យឃើញនូវលក្ខណៈដែលឆាប់ស្រួលស្រួលណាស់បើសិនជាយើងបណ្ដោយឲ្យមាននូវសេរីភាពធ្វើអ្វីៗតាមចិត្តចង់បើសិនជាយើងប្រយ័ត្នកុំឲ្យពួកគេប្រកាន់ចំពោះជនចម្លែកដែលពួកគេមិនស្គាល់ពួកគេបានឆ្លើយតបយ៉ាងសមស្របទៅតាមប្រពៃណីខ្មែរបើសិនជាពួកគេត្រូវសម្ដែងឲ្យឃើញនូវការទទួលឲ្យស្នាក់នៅដោយសេចក្តីសប្បុរសពួកគេនឹងមិនរំខានអ្នកដទៃនោះឡើយជនជាតិខ្មែរចូលចិត្តឲ្យអ្នកដទៃផ្សេងទៀតវាតម្លៃអំពីគុណសម្បត្តិប្រកបដោយយុត្តិធម៌របស់ពួកគេការឆ្មឹងឆ្មៃដែលមិនដឹងខ្លួនរបស់ពួកអាមេរិកកាំងនោះបានប៉ះពាល់ទៅលើផ្លូវចិត្តរបស់ជនជាតិខ្មែរយ៉ាងខ្លាំងផ្ទុយទៅវិញពួកបារាំងដែលទូទៅនោះមិនសូវជាក្រអឺតក្រទមពុំបានពើប្រទះជាមួយនឹងបញ្ហាធំៗនៅក្នុងកិច្ចសហការនោះឡើយទាំងក្នុងពេលនិងក្រោយពេលការតាំងអាណាព្យាបាលមកលើកម្ពុជាថ្លៃថ្នូរហើយជួនកាលក្រអឺតក្រទមនោះជនជាតិខ្មែរនឹងមិនព្រមទទួលអំពីអ្នកផ្សេងនៅជំនួយមួយដែលមិនបានស្នើសុំនោះឡើយដូច្នេះវាគ្មានប្រយោជន៍ទេនឹងធ្វើឲ្យពួកគេអាម៉ាស់មុខដល់ជជែកនោះក៏ប៉ុន្តែពួកគេនឹងផ្ដល់នូវការដឹងគុណជារៀងរហូតនៅកិច្ចការមួយដែលធ្វើតបវិញពួកអ្នកទាំងឡាយដែលនៅឯបារាំងហើយដែលធ្លាប់បានជួយគាំទ្រពួកគេនៅក្នុងពេលជួបការលំបាកនិងគ្រោះអាភ័ព្វបច្ចុប្បន្នពិតជាដឹងអំពីទីជម្រៅថែមទាំងភាពខុសគ្នានៃការជំពាក់ចិត្តដែលជាលទ្ធផលចេញមកវិញអំពីរឿងនេះផងម្យ៉ាងវិញទៀតជនជាតិខ្មែរដែលពិបាកតម្រូវចិត្តបំផុតនេះបានធ្វើនៅពេលនោះជារបៀបដែលទុកមិនបានហើយផ្លាស់ប្ដូរនៅការសរសើរហួសហេតុភ្លាមដោយការបន្ទោសមិនសមហេតុសមផលថែមទាំងមូលបង្កាច់បើសិនជាគេឈ្មោះឬក៏ប្រទេសរបស់ពួកគេត្រូវបានធ្វើឲ្យប៉ះពាល់ជនជាតិខ្មែរមានគុណសម្បត្តិផ្សេងៗដែលអាចវិវត្តទៅមុខជាមួយសម័យទំនើបបានគំរូរបស់ពួកអ្នកទាំងឡាយដែលបាននិរទេសខ្លួនទៅនៅឯប្រទេសបារាំងបានបង្កទៅជារូបភាពដ៏ល្អមួយនៃសមត្ថភាពសម្រាប់ខ្លួនរបស់ពួកគេពួកអ្នកពេញវ័យបានកាន់មារយាទស្ទើរទៅដូចនៅកម្ពុជាដែរពួកក្មេងជំទង់ខ្លះទម្លាប់ខ្លួនមិនទាន់បានចំណែកឯពួកក្មេងវិញនោះបានធ្វើសកម្មភាពទៅតាមរបៀបផ្សេងពីគ្នាទៅតាមដើមកំណើតរបស់ពួកគេឧទាហរណ៍ថាកូនប្រុសនិងកូនស្រីរបស់ប្រជាកសិករនៅតែបន្តទទួលអំពីក្រុមគ្រួសាររបស់ពួកគេនៅការអប់រំមួយរបស់កម្ពុជាមានការលំបាកនឹងស្ដាប់ភាសាបារាំងណាស់ក្មេងដទៃផ្សេងទៀតនោះដែលចិញ្ចឹមបីបាច់ដោយឪពុកម្ដាយដែលថ្នឹកចំណាននឹងទំនៀមទម្លាប់របស់ប្រទេសយើងនោះបានបង្ហាញឲ្យឃើញនូវការបើកចំហមួយខាងស្មារតីចាំទទួលយកដូចគ្នាជាមួយនឹងបណ្ដាមិត្តបារាំងរបស់ពួកគេដែរពួកគេមាននូវលក្ខណៈគ្រប់គ្រាន់អាចបន្តយកនូវចំណេះវិជ្ជារបស់បារាំងចាប់តាំងតែអំពីថ្នាក់ទី6ទៅដើម្បីសម្ដែងឲ្យឃើញនូវលក្ខណៈងាយនិងទទួលយកនូវមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រអក្សរសាស្ត្រនិងទស្សនវិជ្ជាដែលគេបណ្ដុះបណ្ដាលពួកគេមានគំនិតរិះគន់មួយដូចគ្នាបើសិនជាឪពុកម្ដាយរបស់ពួកគេជំរុញឲ្យគេនិយាយភាសាខ្មែរនៅផ្ទះនិយាយប្រាប់ពីប្រទេសកម្ពុជានិងដាក់ឲ្យប្រើប្រាស់នូវសភៅល្អៗមួយចំនួនតូចដែលនិយាយពីប្រវត្តិសាស្ត្ររបស់ខ្លួនបង្ហាញពីភាពចាំបាច់នៅក្នុងការគោរពដូនតាពីគុណសម្បត្តិនៃការសច្ចញញឹមការតស៊ូព្យាយាមនោះនៅពេលដែលខ្លាចទៅជាមនុស្សពេញវ័យពួកគេនឹងធ្វើជាមនុស្សជំនួយដ៏មានតម្លៃឬជាមេដឹកនាំផ្នែកសេដ្ឋកិច្ចអប់រំនយោបាយនៅក្នុងប្រទេសកម្ពុជាមួយដែលប្រែក្លាយទៅជាប្រទេសមានសេរីភាពនិងអធិបតេយ្យភាពដូចដើមវិញ